ក្មេងស្រីបានចុះសម្បត្តិអាពាហ៍ពិពាហ៍ជាមួយលោកប្រធានដោយស្មានថាជាបុរសដែលបានណាត់ជួបគ្មានអ្វីពិបាកទេអំពីការណាត់ជួបនិងរៀបការជារៀងរាល់ឆ្នាំខ្ញុំណែនាំអ្នកឲ្យស្គាល់អ្នកពិការភ្នែកម្នាក់រងចាំអ្នករយៈពេល3ម៉ោងហេតុអ្វីបានជាអ្នកមិនទៅពួកយើងបានរៀបការហើយរៀបការពួកគេកំពុងរងចាំអ្នកនៅក្នុងភោជនីយដ្ឋានដូច្នេះតើគាត់ជាអ្នកណាអ្នកមិនកំពុងមានជំងឺធ្លាក់ទឹកចិត្តទេមែនទេខ្ញុំដឹងថាម្ដាយរបស់អ្នកបង្ខំអ្នកឲ្យណាត់ជួបដោយមិនបានឃើញមុខជារៀងរាល់ថ្ងៃប៉ុន្តែមិនចាំបាច់ធ្វើឲ្យខ្លួនឯងឈួតនោះទេខ្ញុំបានរៀបការជាមួយមនុស្សខុសអរគុណសម្រាប់ការនាំខ្ញុំមកផ្ទះលោកសិនពេលលោកត្រឡប់ទៅប្រទេសចិនវិញលោកនឹងមិនត្រឡប់ទៅផ្ទះចាស់របស់លោកវិញទេតើអ្នកកំពុងធ្វើអ្វីរស់នៅក្នុងសង្កាត់ស៊ីវិល័យបែបនេះទៅវិញហើយទៅប្រាប់ជីតាបានរកឃើញលោកស្រីសេនហើយផ្កាស៊ីកាតកំពុងរលីផ្ទាំងទឹកកកស្ដេចនៃឋាននរករៀបការជាមួយប្រពន្ធចប់ហើយខ្ញុំពិតជានឹងទៅធ្វើការយឺតហើយសេចក្តីពិតចេញមកឥឡូវនេះអ្នកកំពុងស្វែងរកសេចក្តីស្លាប់ហើយនោះគឺជាចណ្ដាលយន្តពិសេសរបស់នាយកប្រតិបត្តិខ្ញុំសូមទោសហេតុអ្វីបានជាអ្នកទើបតែមកឥឡូវនេះលោកប្រធានាធិបតីពិតជាល្អណាស់គាត់អាចគោរពបានតើគាត់ពិតជាប្រធានក្រុមហ៊ុន Shen Group មែនទេវាច្បាស់ណាស់តើអ្នកកំពុងធ្វើអ្វីនៅ Shen Group ខ្ញុំនឹងមកសម្ភាសតើអ្នកចង់ឲ្យខ្ញុំប្រាប់គ្រូពេទ្យទេឲ្យគាត់ដឹងថាវាមិនមែនជារឿងអាម៉ាស់សម្រាប់ខ្ញុំក្នុងការដាក់ពាក្យសុំការងារនោះទេខ្ញុំអាចធ្វើដោយខ្លួនឯងបានអ្នកនិយាយថាតើក្មេងស្រីនោះនិងលោកសិនមានទំនាក់ទំនងអ្វីលោកសិនលែងមានមិត្តស្រីទៀតហើយមែនទេនេះពិតជាដំណឹងផ្ទុះដែលអាចបំផ្ទុះអគារ Shen បានហាយេសាំងនានមួយនេះស័ក្តិសមនឹងអ្នកណាស់ញឹមសើចចប់ហើយឬនៅខ្ញុំនឹងចាប់ផ្ដើមធ្វើការយ៉ាងណាមិញយើងនៅតែជាសាច់ញាតិហេតុអ្វីបានជាគម្លាតធំម្ល៉េះខ្ញុំពឹងផ្អែកលើទំនាក់ទំនងរបស់ឪពុកខ្ញុំបានចូលរួមជាមួយក្រុមហ៊ុន Shen បន្ទាប់ពីបញ្ចប់ការសិក្សាខ្ញុំចង់ក្លាយជាប្រធានក្រុមហ៊ុន Shen Group នាពេលអនាគតខ្ញុំចង់ក្លាយជាប្រធានក្រុមហ៊ុន Shen Group ទំនាក់ទំនងគ្រួសារបន្តិចបន្តួចនេះអាចជួយអ្នកបានកុំមានចិត្តមិនដឹងគុណល្អបំផុតតើអ្នកចង់ក្លាយជាអមតៈទេខ្ញុំបានចោះចូលដែលបានក្លាយជាលេខានៃក្រុមហ៊ុន Shen Group គ្រាន់តែដើម្បីផ្ដួលរំលំលោក Shen ក្លាយជាប្រធានាធិបតីលោកស្រីអ្នកគ្រាន់តែធ្វើការសម្អាតរបស់អ្នកឲ្យបានល្អយាយសញ្ញាណបេសកកម្មរបស់អ្នកគឺរក្សាជាន់ទី15-4ឲ្យស្អាតបាតកុំចោលកន្សែងជូតមុខតើអ្នកយល់ទេពួកគេទាំងអស់គ្នារវល់ខ្ញុំកំពុងសម្អាតឥឡូវនេះពួកគេវល់គ្រាន់តែជួយពួកគេរងចាំរហូតដល់ពួកគេមិនរវល់អ្នកសម្អាតម្ដងទៀតក្រុមហ៊ុន Shen Group គឺខុសពីក្រុមហ៊ុនដែលអ្នកធ្លាប់ធ្វើការពីមុនចូលឆ្លាតហើយកុំខ្ជះខ្ជាយពេលវេលាមួយវិនាទីអ្នកពិតជាមនុស្សងងមែនកាហ្វេមួយពែងថ្មីមិនអីទេខ្ញុំនឹងផឹកវាបោះគុំច្បាប់ចម្លងចំនួន10ច្បាប់ហើយផ្ញើវាទៅ Vieway នៅក្នុងតំបន់នោះតំបន់ Vieway មកដល់ថ្មីកាហ្វេមួយពែងដោយគ្មានទឹកដោះគោឬស្ករទឹកដោះគោ2ជាន់ស្ករ2ជាន់គឺល្អសូមឲ្យនាយកដ្ឋានហិរញ្ញវត្ថុបោះត្រានេះហើយផ្ញើវាទៅ Vivian នៅក្នុងស្រុកតំបន់ Vivian សួស្ដីទាំងនេះត្រូវបានផ្ដល់ទៅឲ្យក្រុមហ៊ុន Vivian Smart ចម្លង10ច្បាប់ផ្ញើវាសម្រាប់ចម្លង10ច្បាប់ទៀតពិតណាស់ទៅផ្លាស់ទីស្បែកក្តោបថ្មីហឹមអ្នកចំណូលថ្មីបន្ថែមស្ករបន្តិច
在我心中，我对真挚为勇气，慢慢将我摇铃，夜幕夜晚没人忆。慢慢将我摇铃，夜幕夜晚没人忆。ស្បែកក្តោបថ្មីមានបញ្ហាលោក Shin ស្អប់មនុស្សដែលបង្កើតបញ្ហាបំផុតផ្លត់ស្នៀតឈប់ថាសំបីតែចាក់កាហ្វេក៏អាចបង្កបញ្ហាដែរតើអ្នកអាចធ្វើអ្វីទៀតខ្ញុំបានណែនាំការងារនេះដល់អ្នកព្រោះខ្ញុំឃើញថាគ្រួសាររបស់អ្នកមានការលំបាកផ្នែកហិរញ្ញវត្ថុនោះហើយជារបៀបដែលអ្នកសងខ្ញុំអ្នកវាយខ្ញុំបើខ្ញុំវាយអ្នកឯងមិនអាចនៅស្ងៀមបានទេអ្នកលោក Shin នេះជាបងប្អូនជីដូនមួយរបស់ខ្ញុំបានឮថាខ្ញុំធ្វើការនៅ Shin Group ខ្ញុំសូមស្នាក់នៅទីនេះអ្នកពិតជាខឹងណាស់ខ្ញុំដឹកគាត់每一次，再一次，你慢慢的靠近，告诉我你心跳的真谜。那些回忆很清晰，谁都不能否定。លោក Shin អ្នកត្រូវបានគេស្ដីបន្ទោសយ៉ាងនេះអ្នកមិនមានអ្វីត្រូវនិយាយទេ Shen Ting ខ្ញុំនឹងបោកខោអាវពណ៌ស្ហាយប្រគល់វាមកអ្នកវិញ热茶。Shen Ting Bay តើអ្នកដឹងទេថាខ្ញុំធ្វើកាហ្វេប៉ុន្មានពេញថ្ងៃនេះតើអ្នកឈ្នះឯកសារប៉ុន្មានហេតុអ្វីអ្នកមិនមករកខ្ញុំបើអ្នកខុសខ្ញុំជាអ្នកបោះសម្អាតខ្ញុំខ្លាចខ្ញុំមិនអាចចូលការិយាល័យរបស់អ្នកបានទេចាប់ផ្ដើមថ្ងៃនេះគាត់ជាអ្នកសម្អាតផ្ទាល់ខ្លួនរបស់ខ្ញុំ是。Shen Ting Bay តើអ្នកចូលចិត្តខ្ញុំទេហើយខ្ញុំមិនច្បាស់ទេហេតុអ្វីតើខ្ញុំស្អាតទេនៅពេលយើងជួបគ្នាដំបូងអ្នកត្រូវបានសញ្ជ័យដោយសកម្មភាពដែលមិនហាមឃាត់របស់ខ្ញុំនេះមិនមែនជាលើកទី1ទេដែលយើងបានជួបTing Bay ថ្ងៃនេះជាថ្ងៃខួបកំណើតគម្រប់70ឆ្នាំរបស់លោកយាយខ្ញុំបានជួបស្រីស្អាតម្នាក់វាត្រឹមត្រូវសម្រាប់ខ្ញុំក្នុងការធ្វើជាចៅស្រីរបស់ខ្ញុំអ្នកមានចៅស្រីម្នាក់រួចហើយនាងឈ្មោះនានបន្ទាប់មកយកវាមកវិញហើយបង្ហាញវាដល់ខ្ញុំកុំព្យាយាមបោកប្រាស់ប្រពន្ធខ្ញុំលើកពីនេះទៅទៀតវាពិតជាល្អណាស់ប្រសិនបើឆៃវីអាចនៅទីនោះជារៀងរាល់ឆ្នាំឆៃវីគឺពិតជាក្មេងស្រីល្អបំផុតដែលខ្ញុំធ្លាប់ឃើញឆៃវីមានកម្រងនៅពេលគាត់រីឈ្មោះតានាងបោកបញ្ឆោតអ្នកធ្វើអ្វីដែលកុហកនាងជាកូនសាមញ្ញតើប្រធាន Shen របស់អ្នកអាចនិយាយដាក់គាត់យ៉ាងដូចម្ដេចកុំលើកឡើងនេះទៀតនិយាយបែបនេះគឺកញ្ញានានតើលោកប្រធានក្រុមហ៊ុន Shen Group អាចនិយាយជំនួសគាត់បានទេតើគាត់ក៏មិនមែនជាមនុស្សច្បោកដែរឬជីដូនអ្នកមិនដឹងអ្វីពីគាត់ទេអ្នកក៏មិនស្គាល់ឆៃវីដែរឆៃវីនឹងមកចូលរួមកម្មវិធីខួបកំណើតរបស់ខ្ញុំនៅពេលក្រោយអ្នកត្រូវតែមើលកុំរំស្ត្រីណាម្នាក់នៅជុំវិញខ្ញុំមិនប្រកាន់ទេយាយរស់នៅទីនេះមានលក់ការ៉ុតទេលក់អស់ហើយអូខេអូអ្នករើសអេតចាយចាស់ដ៏កំសត់ម្នាក់នេះវាត្រូវតែពិបាកគុំឆ្ងល់ថាវាកម្រណាស់ជីតាថ្ងៃស្អែកខ្ញុំពិតជានឹងផ្ដល់ឲ្យអ្នកនៅអំណោយដែលនឹងធ្វើឲ្យអ្នកពេញចិត្តហាយាយរស់នៅទីនេះយីសែងញៀនមិនមែនជាសង្សារដែលខ្ញុំបោះបង់ចោលមែនទេអ្នកកំពុងចែកចាយអាហារឥឡូវនេះមិនមែនជាកន្លែងសម្រាប់អ្នកទេអ្នកធ្វើតាមពួកយើងអ្នកមិនចង់សុំការសង្គ្រោះពីអង្គការសុខភាពពិភពលោកទេមែនទេខ្ញុំមិនបានមកជាមួយអ្នកទេនេះគឺជាគ្រួសារ Shen គឺជាផ្ទះចាស់តោះជួបជាមួយប្រធានក្រុមហ៊ុន Shen Group តើអ្នកកំពុងធ្វើអ្វីនៅទីនេះនេះគឺជាផ្ទះចាស់របស់គ្រួសារ Shen ហេតុអ្វីខ្ញុំមិនអាចឆ្លើយខ្ញុំនៅទីនេះដើម្បីជួបមិត្តម្នាក់តើមិត្តភក្តិរបស់អ្នកជាសន្តិសុខឬជាអ្នកមើលថែទាំក្នុងផ្ទះហាហេប្រធាន Shen ខ្ញុំជាកូនប្រុសច្បងនៃគ្រួសារ Chen កិច្ចសហប្រតិបត្តិការរបស់ Chen Shaikeng និង Shen ខ្ញុំចង់ជួបប្រធាន Butler Chen នេះគឺខ្ញុំ Chen ជាអំណោយដែលបានរៀបចំយ៉ាងពិសេសប្រធានមិនមានគម្រោងទទួលភ្ញៀវនៅថ្ងៃនេះទេនេះជាលីងជឿអាយុ100ឆ្នាំនិងយិនសិនអាយុ1000ឆ្នាំអ្នកបដិសេធដោយមិនសួរប្រធានកុំបារម្ភអំពីការពន្យាពេលរឿងសំខាន់បាត់បង់ការងាររបស់ខ្ញុំនេះនឹងមិនបង្កបញ្ហាធំណាមួយឡើយអ្នកកំពុងដាក់មុខក្តៅរបស់អ្នកនៅលើគូត្រជាក់តើអ្នកមានមោទនភាពចំពោះអ្វីអ្នកក៏ត្រូវទៅដែរអ្នកគឺកញ្ញាឆេវ
ខ្ញុំនៅទីនេះដើម្បីផ្ដល់អំណោយផងដែរប៉ុន្តែពួកវាគឺជាការ៉ុតពិសេស ប្រធានបានបញ្ជូនខ្ញុំទៅទទួលអ្នក ហេតុអ្វីបានជាយើងមិនប្រសើរជាងគាត់ក្នុងការទិញទារក ប្រធានប្រមូលតែការ៉ុតថ្ងៃនេះប៉ុណ្ណោះ នេះជាលើកដំបូងដែលខ្ញុំបានឃើញវីឡារស់នៅ ការរស់នៅគឺការមើលឃើញដោយភ្នែកផ្ទាល់ហាហាអ្នកពិតជាគួរឲ្យចាប់អារម្មណ៍ណាស់យាយអ្នកពិតជាមានណាស់ហេតុអ្វីបានជាអ្នកសន្សំសំចៃម្លេះខ្ញុំខ្វះត្រឹមតែ50ប៉ុណ្ណោះខ្វះ50សន្សំគ្រប់គ្រាន់សម្រាប់ថ្លៃបណ្ណាការរបស់ចៅស្រីខ្ញុំអំណោយនេះមានតម្លៃប៉ុន្មាន100លានអូនេះសម្រាប់ខ្ញុំមែនហើយការផ្ដល់ជូនពិសេសការ៉ុត10យន្តក្នុងមួយថង់ពេញដោយអ៊ុយមើលចុះខ្ញុំឆ្អែតហើយខ្ញុំចូលចិត្តអំណោយនេះហាខ្ញុំក៏បានរៀបចំអំណោយមួយចំនួនសម្រាប់អ្នកដែរតាមដានខ្ញុំហើយមើលសួស្តីកញ្ញាសៀវយីវិញឌីនៅយប់ទី1យប់ទី1ម៉ានីអាណាលីសានៅបំរើអ្នកមកជ្រើសរើសមួយដែលអ្នកចូលចិត្ត10រាប់រយរាប់ពាន់អស់ចាណាស់100ពាន់លានអូយន្តនេះទិញនេះច្រើនពេកហើយទិញទឹកដោះគោវាមិនធ្ងន់ពេកទេបន្ថយល្បឿនចុះយាយឲ្យអំណោយទាំងនេះថ្លៃពេកហើយឬបដូរមួយឬខ្ញុំនឹងឲ្យចៅប្រុសច្បងរបស់ខ្ញុំឡត្រូវតែជ្រើសរើសមួយបើមិនដូច្នោះទេអ្នកមើលងាយប្រពន្ធខ្ញុំចិញ្ចៀននេះធ្វើពីប្រាក់មែនទេវាមិនគួរមានតម្លៃស្មើនឹងប្រាក់នោះទេនេះប្រហែលជាចិញ្ចៀនថោកបំផុតនៅក្នុងផ្ទះនេះខ្ញុំជាខ្មោចតូចឆ្លាតណាស់យាយឲ្យតើអ្នកអាចឲ្យចិញ្ចៀននេះខ្ញុំបានទេយកវាទៅបើអ្នកចូលចិត្តវាទំហំត្រឹមត្រូវអរគុណយាយហាអ្នកថែរក្សាផ្ទះនាំអ្នកស្រីឆៃវីទៅពិធីជប់លៀងខួបកំណើត អ្នកនាងសៀវយីសូមក្រុមរបស់លោកប្រធានហេតុអ្វីបានជាខ្វាន់ជៀនរបស់អ្នកស្រីទួនបាត់ខ្លួនតើខ្ញុំគួរហៅប៉ូលីសទេខ្ញុំបានប្រកល់វាទៅអនាគតចៅស្រីរបស់ខ្ញុំចងចាំអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកខ្ញុំបានយកចិញ្ចៀនប៉ុន្តែអ្នកមិនអាចបដិសេធចៅប្រុសរបស់ខ្ញុំបានទេហាកងស្រីវ៉ានីអ្នកបានអំដំណើរលោកប្រធានទៅអាហារពេលល្ងាចកាលពីម្សិលមិញប្រធានផងដែរតើអ្នកចាត់ទុកថានេះជាការជួបឪពុកម្ដាយឬកុំនិយាយអីវាគ្រាន់តែជាអាហារពេលល្ងាចធម្មតាប៉ុណ្ណោះប៉ុន្តែលោកយាយសែនពិតជាល្អណាស់សម្រាប់ខ្ញុំពួកគេទាំងអស់គ្នាហៅនាងថាយាយសែនមើលទៅយើងនឹងត្រូវហៅអ្នកថាជាភរិយារបស់ប្រធានាធិបតីចាប់ពីពេលនេះទៅសួស្តីលោកប្រធានយាយសែនមានសូមនៅឲ្យឆ្ងាយពីសៀវសែនរបស់យើងចាប់ពីពេលនេះទៅហេតុអ្វីព្រោះបងស្រីវ៉ានីនឹងក្លាយជាភរិយាប្រធានាធិបតីឆាប់នេះកុំធ្វើជាមនុស្សងងមិនខ្ញុំមិនបានលឺសៀវរៀបការតើវាអាចទៅរួចទេដែលថាប្រាជ្ញាត្រូវការអ្នកអាចសម្អាតវាដោយខ្លួនឯងមនុស្សខ្លះខ្លាចជាអ្នកសម្អាតផ្ទាល់ខ្លួនរបស់សៀវខ្ញុំគិតថាខ្ញុំអាចចូលទៅក្នុងផ្ទះបានខ្ញុំខ្លាចសូម្បីតែភ្លេចថាខ្ញុំមានទម្ងន់ប៉ុន្មានខ្ញុំ1.5 ម៉ែត្រ 1298 kg សូមអរគុណចំពោះកង្វល់របស់អ្នកយីសែងមានខ្ញុំដឹងថាអ្នកចាប់អារម្មណ៍នឹងលោកសែនប៉ុន្តែអ្នកពិតជាមិនសមនឹងគាត់ទេនៅអាហារពេលល្ងាចអាជីវកម្មកាលពីយប់មិញលោកសែននិងខ្ញុំបានជួបឪពុកម្ដាយរួចហើយសែនឈៀនបេមិនបានចូលរួមក្នុងពិធីជប់លៀងកាលពីយប់មិញទេតើអ្នកបានជួបឪពុកម្ដាយនៅពេលណាពិធីជប់លៀងធុរកិច្ចកាលពីម្សិលមិញមានសារៈសំខាន់ចំពោះសែនតើលោកសែនមិនអាចចូលរួមដោយរបៀបណារ៉េដេប៉រដុកគឺជារ៉េដេប៉រដុកខ្ញុំមិនយល់អ្វីទាំងអស់អ្នកបាននិយាយថាលោកសែនមិនបានចូលរួមពិធីជប់លៀងកាលពីយប់មិញទេបន្ទាប់មកអ្នកអាចប្រាប់ខ្ញុំថាលោកសែននៅឯណាគាត់ខ្ញុំមិនអាចនិយាយថាគាត់នៅជាមួយខ្ញុំកាលពីយប់មិញខ្ញុំមិនដឹងថាខ្ញុំមិនអាចបន្តកែសម្រួលបានទេដោយសារតែខ្ញុំច្រណែននឹងបងស្រីវ៉ានីទើបខ្ញុំនិយាយពាក្យល្ងងបែបនេះពិតជាស្អាតមែននៅពេលដែលវ៉ានីខ្លាចជាភរិយាប្រធានាធិបតីអ្នកដំបងដែលបាញ់អ្នកស្នូចខ្ញុំកំពុងរងចាំអូនស្រីឲ្យប្អូនតូចពេកហើយមានតែពេលនោះទេដល់នឹងមកលើក្បាលអ្នកមើលថាតើនេះជាអ្វី
មិនអីទេឈប់និយាយទៅសួស្ដីបងស្រីនេះតើវាអាចជាភរិយារបស់ប្រធានក្រុមហ៊ុន Shen Group ដែរឬទេខ្ញុំមិនដែលគិតថាថ្ងៃណាមួយនឹងអាចឃើញរបស់ពិតនោះទេនេះត្រូវបានផ្ដល់ឲ្យខ្ញុំដោយជីដូន Shen ខ្លួនឯងប្រធានមានចិត្តល្អចំពោះអ្នកចូលរក្សាទម្រង់ទាបខ្ញុំមិនចង់ឲ្យមនុស្សច្រើនដឹងពេកទេបងស្រីវ៉ានីកំពុងរងចាំអ្នករៀបការក្នុងគ្រួសារអ្នកមានអ្នកមិនអាចបំភ្លេចរឿងចាស់របស់យើងបានទេប្រាកដណាស់ក្នុងរយៈពេល3ឆ្នាំកន្លងមកនេះខ្ញុំជាចៅស្រីដែលទទួលស្គាល់ដោយគ្រួសារ Shen តើអ្នកចង់ប្រយុទ្ធជាមួយខ្ញុំអ្វីអ្នកនិពន្ធនេះមើលទៅធ្លាប់ស្គាល់ចិញ្ចៀននេះមើលទៅធ្លាប់ស្គាល់តើប្រទេសមួយមានសភាពទ្រឹបទ្រោមដូចអ្នកធ្លាប់ឃើញចិញ្ចៀននេះយ៉ាងណានៅទីនេះខ្ញុំក៏មានមួយដែរវាហាក់ដូចជាស្រដៀងគ្នាបន្តិចខ្ញុំបានឃើញវានៅលើទូរទស្សន៍ការធ្វើតេស្តផ្ទៃក្នុងខ្វែងចិនរបស់គ្រូសា Shen មានពាក្យថា Shen ឆ្លាក់នៅលើវាអ្នកគិតថាវាមិនអាចទៅរួចដែល Shen នៅលើសង្វៀនវាមានអ្វីដែលត្រូវធ្វើជាមួយគ្រូសា Shen វ៉ានីចិញ្ចៀននេះត្រូវបានផ្ដល់ឲ្យនាងដោយប្រធានខ្លួនឯងចិញ្ចៀននៃអំណាចតំណាងអត្តសញ្ញាណភរិយារបស់ប្រធានសាជីវកម្ម Shen កុំប្រើរបស់คล้ายៗប្រភេទនេះដើម្បីបោកប្រាស់អ្នកបើមិនជឿសុំឲ្យវ៉ានីយកវាទៅមើលត្រូវតែមានតួអក្សរ Shen តើយ៉ាងធ្វើអ្វីបង្ហាញវាចំពោះអ្នកคล้ายៗនេះតើនរណាជាភរិយារបស់ប្រធានសាជីវកម្ម Shen អូហូហេតុអ្វីមិននៅទីនេះប្រហែលជាខ្ញុំចាំខុសហើយយ៉ាងណាមិញរូបភាពនៅលើទូរទស្សន៍មិនចាំបាច់ពិតនោះទេខ្វែងចិនរបស់ Shen Chai វាមិនដែលត្រូវបានបង្ហាញជាសាធារណៈទេបាទនេះបញ្ជាក់បន្ថែមថាយីសែងញៀនគឺคล้ายនេះបញ្ជាក់បន្ថែមទៀតថាយីសែងញៀនគឺคล้ายមិនមានពាក្យគិសែលគឺនៅលើចិញ្ចៀនពិតប្រាកដខ្វាន់ទេហើយអ្នកមិនដឹងទេខ្ញុំបង្កើតคล้ายដើម្បីក្លែងធ្វើជាភរិយាប្រធានាធិបតីប៉ុន្តែខ្ញុំមិននឹកស្មានថាវ៉ានីរបស់យើងលាតត្រដាងអ្នកទេបាទយីសែងញៀនអ្នកមានចិត្តអាក្រក់ប្រសិនបើលោកយាយ Shen មិនបានផ្ដល់ឲ្យខ្ញុំនៅចិញ្ចៀននេះទេអ្នកពិតជាបានបញ្ឆោតខ្ញុំចិញ្ចៀននេះពិតជាត្រូវបានប្រធានផ្ទាល់ប្រគល់ឲ្យខ្ញុំអ្នកគឺជាអ្នកសម្អាតហ៊ាននិយាយថាស្គាល់ប្រធានទេអ្នកគ្រាន់តែពឹងផ្អែកលើការពិតដែលថាប្រធានមិនដែលមកក្រុមហ៊ុនខ្ញុំហ៊ាននិយាយមិនសមហេតុសមផលស្វាគមន៍លោកប្រធានតើអ្វីជាចំណុចខ្វះខាតក្នុងការងាររបស់យើងខ្ញុំសង្ឃឹមថាអ្នកអាចផ្ដល់ដំបូន្មានបន្ថែមដល់ខ្ញុំកុំភ័យខ្ញុំគ្រាន់តែមើលជុំវិញបាទយីសែងញៀនខ្ញុំដឹងថាអ្នកចង់បញ្ចប់ជាមួយខ្ញុំប៉ុន្តែអ្នកមិនអាចយកតម្រាប់ខ្ញុំគ្រប់ទីកន្លែងបានទេវាគួរឲ្យអាម៉ាស់ណាស់នៅពេលនេះត្រូវបានលាតត្រដាងតើខ្ញុំយកតម្រាប់អ្នកអ្វីខ្ញុំយកចិញ្ចៀនមួយចេញអ្នកក៏យកមួយដែរខ្ញុំថាខ្ញុំត្រូវបានប្រធានប្រគល់ឲ្យខ្ញុំអ្នកក៏និយាយរបស់អ្នកដែរនេះមិនមែនជាការក្លែងបន្លំទេខួបកំណើតគម្រប់70ឆ្នាំរបស់ប្រធានកាលពី2ថ្ងៃមុនខ្ញុំបានទៅផ្ទះចាស់របស់គ្រូសា Shen ចិញ្ចៀននេះត្រូវបានប្រគល់ឲ្យខ្ញុំដោយជីដូនរបស់ខ្ញុំបិទមាត់មងតើលោកមានគុណវុឌ្ឍអ្វីខ្លះទើបអាចហៅប្រធានលោកយាយស្រមុកអ្នកធ្លាប់ទៅផ្ទះចាស់របស់គ្រូសា Shen សូម្បីតែបងស្រីវ៉ានីក៏មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទៅដែរអ្នកថែមទាំងអាចនិយាយពាក្យធំបែបនេះទៀតផងមិនចាំបាច់ពន្យល់អ្នកពីទំនាក់ទំនងរវាងខ្ញុំនិងប្រធាននោះទេដោយសារតែចិញ្ចៀនคล้ายៗរបស់អ្នកប្រធាននឹងមិនអត់អន់ឲ្យអ្នកកុហកដូចអ្នកទេនៅជាមួយលោក Shen យីសែងញៀនតើអ្នកដឹងទេថាពិភពអំណាចតំណាងឲ្យអ្វីគាត់គ្រប់គ្រងពាក់កណ្ដាលនៃ Shen Group ទោះបីជាយើងមិននិយាយអំពីពាក់កណ្ដាលនៃតម្លៃទីផ្សាររបស់ Shen Group នៃ100ពាន់លានក៏ដោយគ្រាន់តែជាសម្ភារៈនៃចិញ្ចៀននេះវាជាត្បូងផ្កាប្រាក់ដែលមានតម្លៃ100លានតើនេះមិនមែនជាប្រាក់ទេត្រូវហើយអ្នកត្រូវជ្រើសរើសមួយបើមិនដូច្នេះទេគាត់មើលងាយប្រពន្ធខ្ញុំចិញ្ចៀននេះធ្វើពីប្រាក់មែនទេវាមិនគួរមានតម្លៃទេប្រហែលជាថោកបំផុតក្នុងតម្លៃនេះអូខ្ញុំជាក្មេងឆ្លាតណាស់យាយតើអ្នកអាចឲ្យចិញ្ចៀននេះឲ្យខ្ញុំយកវាទៅបើអ្នកចូលចិត្តប្រទេសណាដែលយ៉ាប់អ្នកក៏មិនអាចប្រាប់បានដែរថាវាជាធាតុអ្វីហ៊ានក្លែងបន្លំអ្នកមិនត្រឹមតែមិនគោរពគ្រូសា Shen ទេឥឡូវនេះការមិនគោរពប្រធានខ្ញុំក៏អាចប្តឹងអ្នកពីបទបោកប្រាស់ខ្ញុំជាមនុស្សឆ្លាតបែបនេះទេវត្ថុនេះមានតម្លៃណាស់ខ្ញុំត្រូវប្រគល់វាទៅយាយវិញត្រឡប់ទៅយាយអ្នកពិតជាមិនយំតតែឃើញឈូសដល់ពេលនេះហើយអ្នកនៅតែហ៊ានធ្វើពុតខ្ញុំមិនចង់ប្រកែកជាមួយអ្នកទេអូនៅពេលដែលអ្នកត្រូវបានលាតត្រដាងអ្នកអាចរត់ចេញបានអ្វីដែលលោក Shen ស្អប់បំផុតគឺការកុហកអ្នកមានបញ្ហា
អ្នកក៏ហកដូចអ្នកដែរអ្នកមិនស័ក្តិសមក្នុងក្រុម Shen ទេសូម្បីតែកន្លែងលាក់ខ្លួនរបស់ភ្នំសេនក៏មានពាក្យចាមអារ៉ាមដែរព្រះអង្គចាស់ឲ្យសូមយើងបណ្ដេញគាត់ចេញ អ្នកណាហ៊ានប៉ះគាត់ រាត្រីរបស់លោក Shen អ្នកក៏ហកគ្រប់ពេលឥឡូវនេះឯងថាអ្នកមិនបានទៅអាហារពេលល្ងាចចំនួនយប់មិញមនុស្សប្រភេទនេះត្រូវតែបណ្ដេញចេញពី Shen Group បាទយើងទើបតែបាននឿគាត់និយាយដោយខ្លួនឯងយើងទាំងអស់គ្នាជាសាក្សី Shen តែងតែភ្ជាប់សារៈសំខាន់ដ៏អស្ចារ្យចំពោះសិលធម៌ប្រសិនបើលោក Shen មិនបណ្ដេញគាត់ខ្ញុំខ្លាចពិបាកបញ្ចុះបញ្ចូលសាធារណជន ធ្វើមិនដឹងថាគាត់កុហក ខ្ញុំធានាវាជាមួយនឹងអាជីពរបស់ខ្ញុំបើយីសែងញៀនមិនបានកុហកខ្ញុំស្ម័គ្រចិត្តចាក់ចេញពី Shen Group ខ្ញុំមិនបានទៅពិសាអាហារពេលល្ងាចចំនួនយប់មិញទេ ហាហាវ៉ាងយីជីតើអ្នកមិនបានរួមដំណើរជាមួយលោក Shen ទៅពិធីជប់លៀងកាលពីម្សិលមិញទេនិយាយឡើង ខ្ញុំនៅជាមួយយីសែងយួនយប់មិញអ្វីដែលខ្ញុំបានប្រាប់អ្នករួចហើយខ្ញុំនឹងមិនប្រកែកជាមួយអ្នកទេវាត្រូវតែឈានដល់ចំណុចនេះហេតុអ្វីបងស្រីវ៉ានីអ្នកមិនអាចប្រងើយកន្តើយនឹងខ្ញុំបានទេអ្នកបានធ្វើឲ្យខ្ញុំនិយាយពាក្យទាំងនេះបងស្រីវ៉ានីអ្នកមិនអាចប្រងើយកន្តើយនឹងខ្ញុំបានទេអ្នកបានធ្វើឲ្យខ្ញុំនិយាយពាក្យទាំងនេះគុំនិយាយមិនសមហេតុផលខ្ញុំមិនបាននិយាយបែបនោះទេនេះជាអ្វីដែលអ្នកស្មាននាយកដ្ឋានហិរញ្ញវត្ថុរបស់អ្នកកំណត់ប្រាក់ខែរបស់គាត់បាទអ្នកអាចទៅបាន ខ្ញុំមិនអាចបាត់បង់ការងារនៅ Shen បានទេសូមព្រះជាម្ចាស់អភ័យទោសឲ្យខ្ញុំម្ដង មានអ្វីដែលអ្នកបាននិយាយថាត្រឹមត្រូវអ្វីដែលសំខាន់បំផុតគឺចរិតជាក់ស្ដែងអ្នកមិនបានបំពេញតាមស្តង់ដារការងាររបស់ Shen ទេ ចុះយីសែងញៀនវិញគាត់បានធ្វើត្រាប់តាមចិញ្ចៀនអំណាចរបស់ភរិយាប្រធានក្រុមហ៊ុន Shen Corporation លោកក៏បានអះអាងថាជាអំណោយរបស់ប្រធាននរណាដឹងថាគាត់បង្កើតចិញ្ចៀនដើម្បីអ្វីគាត់ជាអ្នកបោកប្រាស់មិនត្រឹមតែបណ្ដេញចេញប៉ុណ្ណោះទេបញ្ជូនគាត់ទៅគុកមនុស្សចូលចិត្តគាត់ជាមួយនឹងចរិតទាបតើខ្ញុំអាចនៅទីនេះដើម្បីពិនិត្យ challenge យ៉ាងដូចម្ដេច Shen តែងតែមានភាពយុត្តិធម៌ខ្ញុំនឹងមិនអនុគ្រោះគាត់ទេព្រោះគាត់ជាយីសែងញៀន គាត់នឹងមិនធ្វើបែបនេះទេ គាត់គ្រាន់តែជឿលើខ្ញុំនេះគឺជាដៃប្រដាល់ដែលបានប្រគល់ឲ្យយីវ៉ានីដោយប្រធានខ្លួនឯងនេះគឺជាការពិតប៉ុន្តែរឿងដែលយីសែននឹងត្រូវរបួសត្រូវតែคล้ายៗ អ្នកគឺជាឆេ ត្រូវហើយលោកសេនខ្ញុំមិនបានជួបលោកយាយ Shen ប៉ុន្មានដងទេវាហាក់ដូចជាពាក្យចាំអារ៉ាមនេះជាការពិតប្រធានស្នាក់នៅតែម្នាក់ឯងនៅក្នុងផ្ទះចាស់កុំរចេញទៅក្រៅណាស់លោក Shen កុំរកឃើញគាត់ណាស់តារាប់ណា Lenses គ្មាននរណាម្នាក់ដឹងថាខ្ញុំកំពុងកុហកទេ Shen Tengbei មានអំណាចតែមួយគត់បាទប៉ុន្តែអំណាចគឺជាថ្លៃបណ្ណាការរបស់យាយបញ្ជូនហ្វែនទៅស្ត្រីប៉ុន្តែមិនមែនបុរសទេតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់វាដែរឬទេបន្ទាប់មកគាត់ត្រូវតែคล้ายហេតុអ្វីបានជាអ្នកនិយាយដូច្នេះដោយសារតែវាពិតជានៅទីនេះនេះត្រូវបានផ្ដល់ឲ្យខ្ញុំដោយប្រធានខ្លួនឯងខ្ញុំអ្នកគ្រាន់តែនិយាយអត្ថប្រយោជន៍នៃការអវត្តមានរបស់ប្រធានគ្រាន់តែនិយាយមិនសមហេតុសមផលខ្ញុំអាចខ្លាញ់ទីបន្ទាល់នៅចំពោះមុខប្រធានតើអ្នកហ៊ានទេអ្នកមិនហ៊ានទេអ្នកគ្រាន់តែឆ្លៀតឱកាសនេះដើម្បីជួបប្រធានហេតុអ្វីបានជាខ្ញុំត្រូវនាំអ្នកទៅជួបប្រធានអ្នកក៏សមនឹងទទួលបានវាដែរប្រធានមិនត្រូវបានគេឃើញក្នុងរយៈពេល10ឆ្នាំមកហើយឲ្យតែខ្ញុំខំដល់ស្លាប់ហើយមិនព្រមគ្មាននរណាម្នាក់អាចនិយាយថារបស់ខ្ញុំคล้ายៗនោះទេគ្រាន់តែរងចាំ2-3ថ្ងៃទៀតកើតបែននឹងប្រធានបញ្ចប់អាពាហ៍ពិពាហ៍របស់ខ្ញុំជាមួយ Shen Qianbei រឿងនេះត្រូវបានច្របូកច្របល់អ្នកណាខ្លះចង់ឃើញខ្ញុំតើអ្នកណាឲ្យចិញ្ចៀនរបស់អ្នកតើអ្នកជានរណាដើម្បីសួរខ្ញុំសូម្បីតែឆ្មានិងឆ្កែក៏គិតថាពួកគេជាមនុស្សសំខាន់ដែរអ្នកមិនស្គាល់គាត់ទេលោក Shen ខ្ញុំជាលេខាផ្ទាល់ខ្លួនរបស់អ្នកមានមនុស្សរាប់មិនអស់ដែលចង់ធ្វើការពេញចិត្តជាមួយខ្ញុំតើខ្ញុំអាចស្គាល់គ្រប់គ្នាដោយរបៀបណាហេតុអ្វីបានជាយាយនៅទីនេះលោក Shen មនុស្សនេះគឺយីសែងញៀនគឺជាជីដូនហាសហាគាត់ពិតជាចាត់ទុកក្រុមហ៊ុនដូចជាផ្ទះរបស់គាត់មែននាំអ្នកទាំងអស់គ្នាមកទីនេះ ជីដូនយីសែងញៀនគឺជាមនុស្សដែលខ្ញុំចូលចិត្តខ្ញុំដឹងថាអ្នកចូលចិត្តយីវ៉ានីប៉ុន្តែសូមគោរពជំរឿសរបស់ខ្ញុំវាអស្ចារ្យណាស់យីវ៉ានីជានរណាខ្ញុំមិនស្គាល់ស្ត្រីចំណាស់ទេស្លឹកតូចវាប្រែថាអ្នកនឹងចៅប្រុសច្បងរបស់ខ្ញុំបានស្គាល់គ្នាជាយូរមកហើយ
ฮ่าฮ่าฮ่าตาเป็นนาเติบยังปีพิษาคณีเรื่องรีบกา Granny Greenhouse មិនទាន់ដឹងថាយើងទទួលបានសម្បត្តិអាពាហ៍ពិពាហ៍នៅឡើយទេឲ្យវាត្រូវបានបង្ហោះអស់រយៈពេល3ឆ្នាំហើយអ្វីបានជាខ្ញុំមិនគិតពីវាយាយតូចកំពុងទទួលយកគឺអ្នកមិនអាចទៅរួចគាត់ជាប្រធានអ៊ីវ៉ាន់ជាអ្នកពិតជាត្រូវបានមនុស្សពិការភ្នែកយើងជាសាច់ញាតិប្រសិនបើប្រធានជាជីដូនរបស់ខ្ញុំគាត់មិនស្គាល់គាត់ទេអ្នកមិនបាននិយាយទេចិញ្ចៀននៅលើដៃរបស់អ្នកត្រូវបានផ្ដល់ឲ្យអ្នកដោយប្រធានគាត់ក៏បាននិយាយថាអ្នកមានទំនាក់ទំនងផ្ទាល់ខ្លួនល្អជាមួយប្រធានមិនប្រធានមកទីនេះហើយអ្វីបានជាអ្នកមិនស្គាល់គាត់តើវាអាចទៅរួចទេអ្នកគឺជា Bethysons អ្នកក្មេងស្រីយាយសាំងនាងគុំស្ដាយអីថ្ងៃគឺវែងអ្នករងចាំខ្ញុំយាយខ្ញុំមិនដឹងទេចិញ្ចៀននេះមានតម្លៃណាស់ខ្ញុំនឹងប្រគល់វាទៅអ្នកវិញអ្នកបានទទួលយកអំណោយរបស់ខ្ញុំមិនមានហេតុផលដើម្បីត្រឡប់មកវិញទេប្រសិនបើអ្នកមានអារម្មណ៍មិនល្អយកចៅប្រុសច្បងរបស់ខ្ញុំចូលហាហាហាជីដូនរបស់ខ្ញុំបានឲ្យខ្ញុំឯសាវ៉ាឲ្យល្អគាត់ថាចិញ្ចៀននោះជារបស់គាត់អូខ្ញុំភ្លេចតើមានអ្វីទៀតម្ដាយរបស់អ្នកនិងម្ដាយរបស់អ្នកទៅទាំងអស់ទៅល្អទៅតាមខ្ញុំរាល់ឆ្នាំឥឡូវនេះអ្នករាល់គ្នាដឹងអ្នកនឹងមិនផ្ដល់ឈ្មោះឲ្យខ្ញុំទេអ្នកមិនបាននិយាយថាអ្នកនឹងឲ្យខ្ញុំទៅអាហារមួយនោះហើយជាវាថ្លៃនៅទីនេះ10 លានត្រីមួយក្បាលមានតម្លៃរាប់ម៉ឺនដុល្លារសួស្ដីលោកចេងនោះខ្ញុំមិនទាន់ឃ្លានខ្លាំងនៅឡើយទេតើអ្នកឃ្លានទេខ្ញុំពិតជាឃ្លានបន្តិចតោះចូលញ៉ាំអូខ្ញុំពិតជាមិនអាចនិយាយអ្វីអំពីមុខរបស់គាត់បានទេតើឆេនជាឃ្លានមែនទេមិនមានលុយនៅក្នុងកាតធនាគាររបស់ខ្ញុំទេមិនមានវត្ថុទេមិនមានលុយនៅក្នុងវត្ថុទេតើអ្នកមិនចង់ខ្ចីវាពីមិត្តទេតើអ្វីទៅជារឿងធំគួរឲ្យស្រឡាញ់ណាស់牵我的手，我知道你会带着我向前走。我不需សូមមើលអ្វីដែលអ្នកចង់ញ៉ាំបំភ្លេចវាខ្ញុំមិនសមនឹងញ៉ាំទេខ្ញុំពិតជាមិនឃ្លានទេបើមិនដូច្នោះទេអ្នកអាចផ្ដល់ឲ្យខ្ញុំមិនត្រូវការវាទៀតទេការបម្រើមួយនៃបង្គាស្ករភាគខាងត្បូងនិងមួយការបម្រើនៃគ្រាប់លុកឡាប់សិតដុតឈូងក្តាមព្រើមួយចំណែកនិងសាឡាតមួយចំណែកខ្ញុំចង់និយាយថាសូមអញ្ជើញទទួលទានអាហារពេលល្ងាចប៉ុន្តែសូមចងចាំថាប្រសិនបើអ្នកមិនឃ្លានទេអ្នកអាចធ្វើវានៅថ្ងៃផ្សេងទៀតហើយអ្វីត្រូវរងចាំមួយផ្លែតសូមបង្ហាញមើលនុយម្ដងទៀតទោះបីជាខ្ញុំមិនឃ្លានខ្លាំងក៏ដោយប៉ុន្តែខ្ញុំអាចញ៉ាំជាមួយអ្នកយ៉ាងណាមិញការញ៉ាំតែម្នាក់ឯងគឺគួរឲ្យធន់ជាធម្មតាប្រធានឆេនញ៉ាំអាហារថ្លៃបែបនេះតើអ្នកពិតជាមិនក្រទេបើអ្នកញ៉ាំបែបនេះតែងតែមានការលះបង់ខ្ញុំនឹងពិនិត្យមើលជាមុនអ្នកញ៉ាំយឺតយាយសែងញ៉ាំនេះមិនមែនជាយាយសែងញ៉ាំមែនទេមួយឆ្នាំមិនបានជួបអ្នកគឺជាប្រទេសអាក្រក់តើអ្នកណាអាចញ៉ាំអាហារក្នុងភោជនីយដ្ឋានលំដាប់ខ្ពស់បែបនេះអ្នកត្រូវបានបោះបង់ចោលដោយឆេនឆៃកេងដំណឹងនៃការធ្វើជាអ្នកក្រជាសត្វក្របានសាយភាយយ៉ាងទូលំទូលាយអ្នកជាប្រទេសដែលមានភាពប្រកម្មរកូសហើយអ្នកចង់ធ្វើការពេញចិត្តនឹងលោកគ្រូឆេនអ្នកមិនគិតថាតើអ្នកស័ក្តិសមនឹងវាមិនយូរមិនឆាប់អ្នកនឹងត្រូវបោះបង់ចោលខ្ញុំខុសគ្នា
តើអ្នកខុសគ្នាយ៉ាងណានេះគឺជាមេវ័យក្មេងនៃ Shen Group តើអ្នកធ្លាប់ឮពី Shen Group ទេទ្រព្យសកម្មជាង 1000 លានអ្នកមានបំផុតនៅក្នុងប្រទេសហើយខ្ញុំនឹងក្លាយជាលោកស្រី Shen ឆាប់នេះមានពាក្យចាមអារ៉ាមថាលោកគ្រូសេនជាបុរសសង្ហាតើអ្នកដឹងយ៉ាងណាថាប្រទេសមួយមានសភាពទ្រុឌទ្រោមខ្ញុំមិនយល់ទេប៉ុន្តែទោះបីជាគាត់ជាមេវ័យក្មេងនៃ Shen Group តើគាត់អាចចូលចិត្តអ្នកបានទេស្រមុកអ្នកគ្រាន់តែច្រណែនតើនារីដ៏ស្រស់ស្អាតម្នាក់នេះជាអ្នកណាលោក Shen នេះជាសម្រស់ថ្នាក់របស់ខ្ញុំពេលខ្ញុំរៀននៅមហាវិទ្យាល័យត្រូវបានរក្សាទុកតាំងពីនៅមហាវិទ្យាល័យវាត្រូវបានលេងដោយបុរសជាយូរមកហើយវាពិតជាឆ្កែស៊ីលាមកមែនជាច្រើនឆ្នាំនៅតែមិនអាចផ្លាស់ប្ដូរទម្លាប់នៃការបង្កើតបេសាយពណ៌លឿងមកធំបែបនេះជប់ធ្វើពុតតាមទុនជាមធ្យមរបស់មនុស្សនៅទីនេះគឺ100លោកម្ចាស់ Chen បានបោះចោលអ្នកប្រសិនបើវាមិនមែនសម្រាប់បីគេដេកជាមួយបុរសចំណាស់យកលុយទៅហូបណែណាពេលត្រូវលាតត្រដាងខ្ញុំចង់រត់ចេញពីផ្លូវលោកគ្រូច័ន្ទបានភ្ជាប់ពាក្យហើយអ្នកជាឆ្កែវង្វេងគ្មានអ្នកណាការពារអ្នកទៀតទេអ្នកណាថាគាត់មិនចង់ការពារ Never come my way, but I will someday. 手机。អ្នកមិនចង់បង្ហាញជាសាធារណៈទេមែនទេយីសែងញៀនអ្នកអាចមើលតែប្រភេទនេះគីកូឡូដែលគ្មានប្រយោជន៍វាប្រសើរជាងការស្វែងរកឪពុករឿងខូចពីអ្នកហ៊ានទាត់ខ្ញុំនឹងឲ្យអ្នកបំបែកជើងរបស់អ្នកមិនស្រួលមាននរណាម្នាក់បង្កបញ្ហានៅក្នុងភោជនីយដ្ឋានរបស់អ្នកពុតជើងរបស់គាត់នាំពួកគេចេញមិនក៏អ្នកក៏ពីអ្នកមករកកន្លែងបែបនេះបង្កបញ្ហាតើអ្នកកំពុងចូលធ្វើអ្វីដោយមិនដឹងថារស់ឬស្លាប់តើលោកមិនបានលឺអ្វីដែលលោក Shen និយាយទេតើអ្នកស្លាប់ទេយកមនុស្សថោកទាបទាំងពីរអ្នកនេះចេញពីទីនេះឥឡូវនេះកុំភ័យខ្លាចខ្ញុំការពារអ្នកI feel like តើអ្នកហ៊ានវាខ្ញុំយ៉ាងម៉េចតើអ្នកដឹងថាយើងជានរណាទេនេះជាប្រធានក្រុមហ៊ុន Shen Group ខ្ញុំជាអនាគតភរិយារបស់ប្រធានក្រុមហ៊ុន Shen Group សារទំនើបទាំងមូលនេះជាកម្មសិទ្ធិរបស់ Shen ឯងជាឆ្កែមិនហ៊ានវាម្ចាស់ឯងយើងនៅក្នុងគ្រួសារ Shen មិនមានក្មេងស្រីបែបនេះទេតើអ្នកចង់មានន័យដូចម្ដេចតើនេះអាចទៅរួចដោយរបៀបណាលោក Chen តើអ្នកទៅណាគ្មានអាជីវកម្មរបស់ខ្ញុំទេស្ត្រីនេះទទួលខុសត្រូវចំពោះរឿងនេះវាមិនមានអ្វីតាក់ទងនឹងខ្ញុំទេខ្លាញ់បន្លំ Shen Group ដើម្បីបោកប្រាស់យើងមានសិទ្ធិប្តឹងអ្នកបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសខ្ញុំខុសហើយទុកខ្ញុំចោលទៅគាត់គឺខ្លែងខ្លាយខ្ញុំត្រូវបានគេបោកប្រាស់ខ្ញុំបានផ្ដល់ឲ្យគាត់នៅអ្វីគ្រប់យ៉ាងប្រសិនបើគាត់ខ្លែងខ្លាយដូច្នេះតើខ្ញុំគួរធ្វើអ្វីអ្នកសមនឹងទទួលបានវាសុបិនពេញមួយថ្ងៃតាមហាសេដ្ឋីជាច្រើនមកពីណាប្រធានាធិបតី Shen កូនប្រុសអំណោយដោយប្រធានសេនមិនក៏ខ្ញុំរត់មករកអ្នកដោយចៃដន្យខ្ញុំនៅតែចូលចិត្តអ្នកធ្លាប់មើលរឿងអៃដូលច្រើនពេកទេហើយអ្នកនៅតែសម្លឹងមើលខ្ញុំហើយខ្ញុំមិនជឿទេមិនក៏មានទំនុកចិត្តម្លេះហើយអ្វីបានជាគាត់ចូលចិត្តអ្នកហើយអ្នកមើលមកខ្ញុំម្ដងទៀតលោកយាយចាស់គ្រាន់តែដាស់តឿនអ្នកឲ្យត្រឡប់ទៅផ្ទះចាស់ម្ដងទៀត You are my dream You are my love ជូនដំណឹងដល់គ្រួសារ Shen ដើម្បីរៀបចំជួបភរិយាប្រធានាធិបតីសូមចូលមកឈ្គួតហើយថ្ងៃនេះជាការជួបជុំថ្នាក់របស់ខ្ញុំអ្នកត្រូវតែប្រៀបធៀបអតីតមិត្តប្រុសរបស់ខ្ញុំទៅនឹងមនុស្សល្ងងប៉ុន្តែកុំបង្ហាញវាយឺតពេលខ្ញុំខ្លាចថាអ្នកនឹងត្រូវបានកត់សម្គាល់អ្នកនឹងមិនត្រឡប់មកជាមួយខ្ញុំទេអ្នកគ្រាន់តែព្រួយបារម្ភអំពីរឿងនេះតើខ្ញុំព្រួយបារម្ភទេកុំបារម្ភខ្ញុំនឹងមិនបោះបង់ចោលអ្នកឡើយចុះបើខ្ញុំបោះបង់ខ្ញុំនឹងស្វែងរកអ្នកម្ដងទៀតឲ្យខ្ញុំ$10ខ្ញុំនឹងការពារអ្នកនៅក្នុងផ្នែកនេះ
ខ្លាញ់ឲ្យទឹក$5បើមិនដូច្នោះទេខ្ញុំនឹងវាយអ្នក ប្រជាជនរបស់ខ្ញុំតើអ្នកហ៊ានធ្វើបាបខ្ញុំទេ បងស្រីលូយើងមិនដឹងថាបរិសុទ្ធធាត់នេះជាបរិសុទ្ធរបស់អ្នកទេយើងមិនហ៊ានទៀតទេអរគុណសម្រាប់ការជួយសង្គ្រោះខ្ញុំ ផ្ដល់លុយ ខ្ញុំមានជាតិស្ករច្រើន ខ្ញុំសូមឲ្យខ្ញុំមានឈ្មោះ Shen King Bay Shen King Bay ឈ្មោះល្អខ្ញុំនឹងហៅអ្នកថាក្មេងថតចាប់ពីពេលនេះទៅយាយសាំងមានទីបំផុតអ្នកបានមកដល់ហើយយើងស្ទើរតែជឿ Chen Shai Keng នឹងគូស្នេហ៍របស់គាត់ ថៅឆៃមិត្តរួមថ្នាក់របស់ខ្ញុំ 你好， ជំរាបសួរ Shen King Bay ខ្ញុំពិតជាមើលស្រាលអ្នកណាស់គ្រាន់តែចាក់ចេញដោយ Chen Shai Keng ខ្ញុំបានរកឃើញបរិសុទ្ធដ៏អស្ចារ្យបែបនេះគួរឲ្យអាណិតណាស់ដែលភាពស្រស់ស្អាតមិនមានប្រសិទ្ធភាពក្នុងថ្ងៃនេះ Chen Shai Keng បានរៀបចំអំណោយដ៏ប្រណិតមួយគឺមិត្តស្រីរបស់គាត់នៅទីសាធារណៈនៅតែត្រូវការលុយអ្នកនឹងខ្មាស់អៀននៅថ្ងៃនេះកុំបារម្ភអំពីវា ស្រមុកហើយសុននីអ្នកចូលទៅមុនខ្ញុំនឹងរងចាំអ្នក គាត់នឹងមិនបោះបង់ចោលសមរភូមិទេតើអ្នកកំពុងធ្វើពុតដើម្បីអ្វីមិត្តស្រីថ្មីរបស់ Master Chen គឺជាអណ្ដាខូឈាមមិនក៏មនុស្សតែថ្ងៃនេះ បាត់អ្នកណាទៀតបាត់អ្នកណាទៀត តារាងនេះគឺសម្រាប់អ្នកត្រឡប់មកពីបរទេសសេងញៀនអ្នកអាចអង្គុយនៅទៅធម្មតាប៉ុណ្ណោះយាយសេងញៀនអ្នកមកទីនេះថ្ងៃនេះដោយដឹងថាវានឹងធ្វើឲ្យអាម៉ាស់មុខមិនមែនគ្រាន់តែសុំឈីខាងបដូរចិត្តទេយាយសេងញៀនបោះបង់ខ្ញុំគ្មានបំណងចង់រួមគ្នាជាមួយអ្នកទេ ចៃដន្យខ្ញុំកាត់ដូចគ្នា គុណភាពរបស់ប្រទេសគឺអន់ខ្ញុំបានញ៉ាំនៅភោជនីយដ្ឋានមួយនៅបរទេសមនុស្សបរិភោគដោយសន្តិភាពនិងស្ងប់ស្ងាត់វាមិនដូចជាស្ថានភាពដែលរំខាននឹងចលាចលក្នុងប្រទេសចិននោះទេផងដែររបស់ដែលផលិតនៅប្រទេសចិនវាក៏ថោកណាស់ឬមកបរទេសមានគុណភាពល្អជាងមើលនាឡិការបស់ខ្ញុំអូតើអ្នកមិនមើលទេខ្ញុំបានទិញសម្លៀកបំពាក់នេះនៅបរទេសថ្លៃណាស់តើអ្នកមានលទ្ធភាពបង់ថ្លៃវាបានទេបើវាខ្វក់សុំទោសខ្ញុំមិនមានន័យទេមិនបាច់ខ្វល់ទេគាត់មិនមានន័យទេ តើការខាត់បងគឺជាអ្វី មិនអីទេវាខ្វក់ហើយបើប៉ះនឹងរឿងបែបនេះខ្ញុំពាក់ម៉ាកបរទេសធំតើអ្នកចង់ផ្ដោតសំណងដល់គាត់ទេខ្ញុំខ្លាចពេលវាមកពីលុយដូចអ្នកដែរបរិះក្រីក្រម្នាក់ដែលមិនអាចសំបីតែបង់ថ្លៃសិក្សាទៅរៀននៅបរទេសខ្ញុំខ្លាចថាខ្ញុំមិនអាចមានលទ្ធភាពទិញដៃអាវរបស់ខ្ញុំអ្នកខ្ញុំគិតថា Australia របស់អ្នកគឺធ្ងន់ធ្ងរណាស់ជាបើវាឲ្យបានឆាប់តើអ្នកចង់មានន័យដូចម្ដេច អ៊ីសែងញៀនខ្ញុំដឹងថាអ្នកត្រូវបានគេបោះចោលដោយខ្ញុំមិនចំខ្លាំងវាត្រឡប់មកពីសិក្សានៅប្រទេសកូរ៉េខាងត្បូងអ្នកទាំងពីរមិនដូចគ្នាទេ មើលថាតើអ្នកបាននិយាយថាគឺនៅលើចំណុចភាសាអង់គ្លេសល្អអត់មិនចាំបាច់ខំអណ្ដាតទេអ្នកហើយយើងជាអសរជនមានទេពកោសល្យដែលត្រឡប់ពីរៀននៅបរទេសតើអ្នកជាអ្វីមិនហ៊ាននិយាយជាមួយយើងបែបនេះស្រមុកខ្ញុំមិនមានទេប៉ុន្តែខ្ញុំដឹងថាមនុស្ស700លានអ្នកនឹងមិនស្វែងរកអ្នកដូចនេះទេអ្នកគ្រាន់តែច្រណែនចិនត្រូវការយើងទេពកោសល្យដែលអាចទំនាក់ទំនងអន្តរជាតិអ្នកសមនឹងទទួលបានវា អ៊ីសែងញៀនវាគឺជាមិត្តស្រីថ្មីរបស់ខ្ញុំដឹងថាអ្នកច្រណែនប៉ុន្តែកុំទៅឆ្ងាយពេក អ្នកទាំងពីរមានអារម្មណ៍ល្អចំពោះខ្លួនឯងពេកខ្ញុំគ្រាន់តែនិយាយអំពីការពិតអ្នកគ្រាន់តែមិនអាចញ៉ាំផ្លែទំពាំងបាយជូរហើយនិយាយថាវាជូរម៉ាក់ធំដែលយើងពាក់ជនក្រីក្រទាំងនេះមិនអាចទិញវាបានទេក្នុងមួយជីវិតរបស់ពួកគេអ្នកអាចនិយាយបានតែពីរបីពាក្យប៉ុណ្ណោះឲ្យខ្ញុំមើលថាតើអ្នកស្លៀកសម្លៀកបំពាក់អ្វីខ្លះធ្វើឲ្យអ្នកមានមោទនភាពណាស់ផលិតនៅប្រទេសចិនអូតើវាអាចទៅរួចដោយរបៀបណាអ្វីដែលខ្ញុំនិយាយនៅពេលនោះគឺត្រឹមត្រូវអ្នកគ្រាន់តែជាមនុស្សមួយក្រុមដែលមិនទាន់ដាក់ចាននៅឡើយចេះតែពាក្យមិនដឹងគុណចុះបើខ្ញុំពូកែនិយាយសង្គមនេះមិនអនុញ្ញាតឲ្យអ្នកគ្រាន់តែលំបាកនោះទេ
នេះមិនមែនជាករណីនៅក្នុងការដេញថ្លៃ Shen Group ពេញកាលពីសប្តាហ៍មុនទេប្រាសាទ Rock King ដែលមានតម្លៃខ្ពស់បំផុតដល់ទៅ100លាន គ្រូសា Chen ពិតជាគ្រូសាគ្រឿងអលង្ការគាត់ពិតជាមានមែន Rock Emperor Treasure គឺជាត្បូងលំដាប់លេខ1បន្ថែមពីលើក្រុមហ៊ុន Shen Group ខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលជាម្ចាស់នៃប្រភេទនេះត្បូងនេះមានទម្ងន់5ក្រាមខ្ញុំនឹងប្រគល់វាទៅឲ្យគូដណ្ដឹង Chen Vivi សូមអរគុណសូមគោរពយីសែងញៀនប្រាប់ការពិត Shi Kang និងខ្ញុំនៅជាមួយគ្នាបាន1ឆ្នាំអ្នកមើលទៅគួរឲ្យធុញណាស់មែនហើយលោកស្រី Chen ច្បាស់ជាមានអារម្មណ៍មិនល្អប្រសិនបើវាមិនដំណើរការមនុស្សដូចអ្នកកើតក្នុងទសវត្សរ៍ទី90សូម្បីតែឲ្យខ្ញុំដោយឥតគិតថ្លៃក៏ជាសំណាងអាក្រក់ដែរមើលឲ្យច្បាស់ប្រាសាទ Rock Imperial Castle ទម្ងន់5ការ៉ាត់នេះជាឱកាសតែមួយគត់ដែលអ្នកនឹងឃើញគាត់ក្នុងជីវិតរបស់អ្នកបានយកបរិសរបស់អ្នកតើខ្ញុំណែនាំអ្នកឲ្យស្គាល់បរិសអ្នកមានម្នាក់ទៀតយ៉ាងដូចម្ដេចខ្ញុំស្គាល់បរិសអ្នកមានម្នាក់អាយុ70ឆ្នាំខ្ញុំមិនគួរស្អប់អ្នកទេតែកុំបារម្ភអីខេងប្រពន្ធខ្ញុំមិនត្រូវការឲ្យអ្នកខ្វល់ពីនាងទេខ្ញុំដឹងថាអ្នកនឹងមិនបោះបង់ចោលខ្ញុំទេ 对不起，我来晚了。这个怎么？ ខ្សែដៃคล้ายៗពិតជាគួរឲ្យចាប់អារម្មណ៍ក្នុងការលេងជាមួយ នេះគឺជាខ្សែដៃកំណប់អធិរាជ Lock តើនេះពិតជាមានតម្លៃប៉ុន្មានគ្រូសា Chen គឺជាគ្រូសាគ្រឿងអលង្ការបើគាត់និយាយថាវាពិតនោះវាត្រូវតែពិតត្បូង5ការ៉ាត់នៅក្នុងដៃរបស់ Chen Vivi មានតម្លៃ100លានខ្សែដៃទាំងមូលនេះពិតជាមានតម្លៃថ្លៃណាស់ទេខ្ញុំមានកិច្ចសហប្រតិបត្តិការគ្រឿងអលង្ការជាមួយគ្រូសា Chen ប៉ុន្តែវាជាមរតករបស់គ្រូសា Chen តើនេះមកពីណាបើមិនដូច្នេះទេវាជាអំពើបាបដែលបញ្ជូនអ្នកទៅគ្រូសា Chen លោក Chen ខ្ញុំមកទីនេះដើម្បីនាំអ្នកនិងប្រពន្ធរបស់អ្នកត្រឡប់ទៅ Kenyan វិញជីនយានផ្ទះចាស់របស់សេងអ្នកបាននិយាយថាអ្នកមានការសហការជាមួយ Shen មែនទេចាប់ពីថ្ងៃនេះទៅកិច្ចសហប្រតិបត្តិការទាំងអស់រវាង Shen និង Chen គឺរួចរាល់ហើយ是。Found my way to not lose you. Why is it so complicated? Nothing. កំណែ Shanting រថយន្តទំនើបនេះនិងខ្សែដៃនេះនិងអង្គរៈទាំងនេះអីយ៉ាគាត់ជាមេដែលមានឥទ្ធិពលខ្លាំងណាស់សេរីទូរទស្សន៍ដំណើរការឡើងវិញវាប្រែថានេះជារបៀបដែលប្រធានាធិបតីពិតជាចេញទៅតើអ្នកបានឃើញវាទេរូបរាងនិងមុខមាត់របស់ Chen Shai-keng នាពេលនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ការប្រយុទ្ធថ្ងៃនេះពិតជារីករាយណាស់ទេកិច្ចសហប្រតិបត្តិការទាំងអស់រវាង Shen និង Chen ត្រូវបានជំនួសប្រយោគនេះលយណាស់យេភោជនីយដ្ឋាននេះអ្នកនឹងប្រកាសខ្ញុំចូលចិត្តវាហើយខ្ញុំចង់សាកល្បងយាយសែងញៀនអ្នកនៅតែជាអ្នកកោតើខ្ញុំអាចធ្វើអ្វីសម្រាប់អ្នកយើងទាំងអស់គ្នាត្រូវបានបញ្ឆោតដោយអ្នកកាលពីម្សិលមិញជួនក្រីក្រហ៊ានធ្វើជាប្រធានក្រុមហ៊ុន Shen Group លោកក៏បាននិយាយថាលោកនឹងកាត់ផ្តាច់កិច្ចសហប្រតិបត្តិការរវាង Chen Yang និង Shen Group ថ្ងៃនេះខ្ញុំទើបតែបានទទួលលិខិតអញ្ជើញពីប្រធានសភាពាណិជ្ជកម្មខេត្តភៀកខាងត្បូងការកុហករបស់អ្នកត្រូវបានលាតត្រដាងសភាពាណិជ្ជកម្មខេត្តភៀកខាងត្បូងស្ដាប់ទៅដូចជាវាខ្លាំងជាងគ្រូសា Shen ទៅទៀតខ្ញុំមិនអាចបង្កបញ្ហាដល់គ្រូសា Shen បានទេយាយសាន់នេះសូមកុំមកចិត្តខ្ញុំនឹងស៊ីកាងទៀតអីអ្នកគ្រាន់តែជាអ្នកគ្រប់ប៉ុណ្ណោះដែលស័ក្តិសមនឹងនៅជាមួយស្ត្រីកំសត់ម្នាក់នេះនេះជាកម្រិតដែលអ្នកមិនអាចឆ្លងកាត់បានជីវិតបែបណាដែលខ្ញុំរស់នៅមិនមែនជារឿងរបស់ខ្ញុំទេគ្រាន់តែមុខរបស់អ្នកប្រសិនបើខ្ញុំត្រូវបានបណ្តេញចេញដោយសភាពាណិជ្ជកម្មខេត្តភៀកខាងត្បូងមិនយូរមិនឆាប់យើងនឹងឈប់សហការយាយសើនាងខ្ញុំស្នើឲ្យអ្នកមានសុជីវធម៌ជាងនេះខ្ញុំគិតថាប្រសិនបើអ្នកស៊ូខ្ញុំនឹងនាំអ្នកទៅពិធីជប់លៀងសភាពាណិជ្ជកម្មខេត្តភៀកខាងត្បូងនៅថ្ងៃស្អែកមើលពិភពលោកអនុញ្ញាតឲ្យអ្នកឃើញគម្លាតរវាងយើងខ្ញុំមិនត្រូវការចាប់តាំងពីអ្នកបានអញ្ជើញកុំបារម្ភគាត់នឹងមកយកព្រមជួបគ្នាថ្ងៃស្អែក
យាយកុំសន្យាអ្នកដឹងទេថាវាមកពីណាកុំបារម្ភទុកវាឲ្យខ្ញុំ ហើយហេមិនបានជួបអ្នកយូរហើយពិតណាស់ខ្ញុំមិនដឹងទេ យាយពិតជាទិញខ្ញុំនៅទីនេះសភាពាណិជ្ជកម្មខេត្តភាគខាងត្បូងវាមិនគួរខ្មាស់គ្រួសាររបស់ฉันទេ មិនក៏អ្នកកុហកនេះមកមុខខ្ញុំអ្នកមិនចង់រស់ទៀតទេអ្នកក្រឲ្យខ្ញុំទៅរឹងរូស 信不过来。 អ្នកទស្សនាអ្នកพูดកុហកនេះធ្វើពុតជាប្រធានសាជីវកម្ម Shen ហ៊ានមកសភាពាណិជ្ជកម្មខេត្តភាគខាងត្បូងបង្កបញ្ហាយកគាត់ចេញឥឡូវនេះខ្ញុំព្រមចាំការស្លាប់របស់អ្នកខ្ញុំទើបតែចាប់អ្នកយើងជាវីរបុរសដែលបានជួយគ្រួសារ Shen ជាឪរបស់អ្នកខ្ញុំនឹងប្រគល់ជូនអ្នកវិញមិនយូរមិនឆាប់រងចាំទៅតើធ្លុកទាំងពីរនេះមកពីណាលោកវាងតើលោកអាចហៅគាត់ថាលោក Chen បានយ៉ាងដូចម្ដេចលោក Chen ត្រូវការប្អូនប្រុសម្នាក់ តើខ្ញុំអាចជួយអ្នកជាមួយរឿងនេះបានទេ លោក Chen អ្នកគឺជាអ្នកមានបំផុតនៅ Nanchen ខ្ញុំក៏ត្រូវគេបញ្ឆោតគាត់ដែរ តើអ្នកដឹងថាខ្ញុំជានរណាទេតើអ្នកដឹងថានេះជាអ្នកណាទេចាប់តាំងពីនេះជាករណីហេតុអ្វីបានជាអ្នកផ្ដល់ឲ្យខ្ញុំនៅលិខិតអញ្ជើញពី Nancy Sheway ដើម្បីប្រាប់អ្នកម្ដងទៀតកិច្ចសហប្រតិបត្តិការរវាងគ្រួសារ Chen និង Shen ត្រូវបានបញ្ចប់ទាំងស្រុង សៀនធីងប៉ា ស្ដាប់ការពន្យល់របស់ខ្ញុំសេងណែនខ្ញុំគ្រាន់តែចង់បង្រៀនគាត់ នេះគឺជាសភាពាណិជ្ជកម្មខេត្តភាគខាងត្បូងមិនហ៊ានបង្កបញ្ហាតើអ្នកនៅតែឈរនៅទីនោះដើម្បីអ្វី មិនមែនខ្ញុំទេ អ្នកគឺជាអ្នកមិនប្រុងប្រយ័ត្នមិនចាំបាច់វាអ្នកណាម្នាក់មកជួយខ្ញុំនៅសភាពាណិជ្ជកម្មខេត្តភាគខាងត្បូងទេបើប្រធានសភាពាណិជ្ជកម្មខឹងតើគ្រួសារ Shen គួរធ្វើអ្វីនៅពេលមានវិបត្តិ ប្រធានសភាពាណិជ្ជកម្មគឺជាជីដូនរបស់ខ្ញុំ 什么？最大秘密。 យាយសែងញៀនលោក Shen បានសុំឲ្យអ្នកជួយខ្ញុំបញ្ជូនឯកសារនេះចេញឡចុះបើខ្ញុំអាចស្នាក់នៅ Shen បានសូមអរគុណឪពុកខ្ញុំជំពាក់គុណតាចាស់ដែលបានលាចាកលោកក្នុងគ្រួសារ Shen ពួកគេមិនអាចបាញ់ខ្ញុំបានទេចំណែកយីសែងញៀនចាប់ពីពេលនេះទៅការងាររកខ្វក់ទាំងអស់នឹងត្រូវបោះឲ្យគាត់បើមិនអាចនៅឆ្ងាយបាននៅពេលដែលប្រធានាធិបតីដឹងថាគាត់អន់ជាងខ្ញុំតាមគ្រប់មធ្យោបាយមានតែពេលនោះទេដែលចង់ចាំពីសេចក្តីល្អរបស់ខ្ញុំបាទអ្វីក៏ដោយវាជាលេខាឬភរិយារបស់ប្រធានាធិបតីមានតែអ្នកទេដែលស័ក្តិសមបំផុតអ្នកសូមឲ្យសានីផ្ញើឯកសារនេះមានរឿងអ្វីកើតឡើងតើគាត់បានធ្វើអ្វីខុសទេអូវាជាកំហុសរបស់ខ្ញុំទាំងអស់វាពិតជាគួរឲ្យអាណិតណាស់ដែលឃើញគាត់កំពុងសម្អាតខ្ញុំគ្រាន់តែចង់ផ្ដល់ឱកាសឲ្យគាត់រីកចម្រើនគួរឲ្យអាណិតណាស់ខ្ញុំមិនគួរទុកឲ្យមនុស្សដែលមានការអប់រំទាបបែបនេះទេធ្វើអ្វីដែលពិបាកបែបនេះ ប្រសិនបើលេខាធិការយល់ថាគាត់មិនមានជំនាញសម្រាប់ការងារនោះបន្ទាប់មកអ្នកនឹងសេងញៀនគូបដូរការងារទាំងស្រុង តើអ្នកចង់ឲ្យខ្ញុំធ្វើការសម្អាតទេ ខ្ញុំគ្រាន់តែសន្យាជាមួយឪពុករបស់អ្នកថាអ្នកអាចស្នាក់នៅ Shen វាមិនមានបញ្ហាអ្វីដែលអ្នកធ្វើនោះទេចេញទៅក្រៅហើយឆ្លុះបញ្ចាំងអ្នកគឺជាឯកជនរបស់ខ្ញុំទូរស័ព្ទទៅប៉ូលីសខ្ញុំនឹងរៀបចំការងារឲ្យអ្នកគុំល្ងងហើយស្ដាប់ទាំងអស់គ្នា ខ្ញុំមិនគួរឲ្យធុញទេអ្នកមិនបានចាត់តាំងការងារឲ្យខ្ញុំទេ ខ្ញុំនឹងឲ្យអ្នកញ៉ាំអាហារពេលល្ងាច ប្រសិនបើនេះជាការងារតើមានប្រាក់បន្ថែមម៉ោងទេយល់សែងញៀនមានន័យថាសែងញៀនគ្រាន់តែហៅខ្ញុំលេខាខ្ញុំធ្វើការជាលេខារបស់គាត់3ឆ្នាំមិនល្អដូចយីសែងញៀនដែលខ្ញុំទើបតែជួប
แกมจำมือครูซาเชนเรียบจอมพิธีจบเลี้ยงอาชีวกรรมในยุคนี้เนี่ยคือสโลสอาร์ตหนึ่งออจาลูกเชนหนึ่งนมเนี่ยเตอร์ตีนุประเทศก่อนในยุคนี้ได้เราให้จีขยมหนึ่งโจจัดเนี่ยขยมจองทั่วจีเจ้าใส่ระบบขยมปัดลูกเชน អាហាពេលល្ងាចអាជីវកម្មយប់នេះសូមប្រាប់ពីសែងញៀនអនុញ្ញាតឲ្យគាត់ទៅជាមួយខ្ញុំ เนี่ยส้มเอาเนี่ยบอสสำอาดเตอร์จีมวยตอนนี้เหมือนแมนจีเอากากปูเต้总裁，ทั่วเพลออนุญาตเอาเนี่ยรอเพลอโยออดแซงแนนเติบแต่ตัวบ้านปอร์เมียนประเทศนึงจำนวนการแยงบ้านจุกรูธนาจราจรในตามเพลอตลอดเติมกรมพลวิงเปิดตู้โทรศัพท์ระบบกดผ่องแดงขยมเหมือนไอแกะตรงเนี่ยไอเลอร์นี่บานเตถ้าโพลิสไอเลอร์นี่บ้านรีการุยหายโพลิสส่งโรงจำปอร์เมียนไอเตอร์นะขยมหนึ่งสวายโรค Walking up alone and cold 내 외침을 던져 អាហាពេលល្ងាចចិត្តចាប់ផ្ដើមហើយខ្ញុំមិនដឹងថាយីសែងញៀនទៅណាទេលោកសែនចុះខ្ញុំជូនដំណើរអ្នកទៅអាហាពេលល្ងាចយ៉ាងម៉េចដែរ បើយីសែងញៀនមិនទៅទេខ្ញុំមិនយកលេខាមកទេតើយីសែងញៀននៅណា មែនហើយថ្ងៃនេះខ្ញុំមិនបានឃើញគាត់ទេ ហេតុអ្វីបានជាវាត្រូវបានបិទជាងបានទៅជួបយីសែងញៀនហើយវាគឺជាលោកសែន មានផ្លូវចុងក្រោយឆ្លងកាត់ក្រុមហ៊ុនខ្ញុំមិនបានឃើញគ្រោះថ្នាក់ចរាចរណ៍ទេ លោកសែនបានរកឃើញហើយ លោកម្ចាស់ជាងអ្នកនិងលោកសែនបានជួបគ្រោះថ្នាក់ចរាចរណ៍ ទេលោកសែនបានបញ្ជូនខ្ញុំមករកអ្នក ហេតុអ្វីខ្ញុំមិនអាចចូលទៅជួបលោកសែន ឯងគួរសួរលោកសិន តើអ្នកធ្លាប់នៅណាខ្ញុំមិនអាចរកអ្នកឃើញទេទោះបីជាខ្ញុំព្យាយាមយ៉ាងណាក៏ដោយ 야하지 않아서 결국 놓아버렸던 그때 그날 우리의 សុំទោសទូរស័ព្ទដៃ 난 아직 នៅពេលអនាគតអ្នកគ្រាន់តែត្រូវបើកទីតាំងចែករំលែកប៉ុណ្ណោះអ្នកអាចរកឃើញខ្ញុំ ខ្ញុំគិតថាខ្ញុំមានជំនឿដាច់សរសៃឈាមខួរក្បាល 说什么 អាហារពេលល្ងាចរបស់លោកសែនចិត្តមកដល់ហើយសូមលោកយាយប្រាប់ខ្ញុំផងខ្ញុំនឹងមិនទៅទេកុំនិយាយព្រោះវាមានរយៈពេល3ឆ្នាំខ្ញុំបារម្ភថាយាយនឹងយកខុស 사랑과 같지 않아서 결국 놓아버렸던 그때 그날 우리의 밤이 떠오르고 기억에 តើនេះណែណា 네 이름을 보 អ្នកមានជំនឿដាច់សរសៃឈាមខួរក្បាលកាលពីយប់មិញខ្ញុំនឹងនាំអ្នកទៅផ្ទះរបស់ខ្ញុំ អូខ្ញុំចេញទាំងយប់ម៉ាក់នឹងព្រួយបារម្ភ ហេយឺតើមានអ្វីខុស សំណាងល្អម៉ាក់ខ្ញុំស្ទើរតែបានឃើញវា ខ្ញុំគ្រាន់តែមើលមិនឃើញមនុស្សបែបនេះ ខ្ញុំមិនមកផ្ទះយប់មិញទេប្រសិនបើព្រឹកព្រលឹមឲ្យម្ដាយខ្ញុំឃើញខ្ញុំចេញពីផ្ទះបុរសម្នាក់នេះជារឿងធំ 난
ខ្ញុំនឹងត្រឡប់ទៅមុនកុំចេញមក ខ្ញុំនឹងរងចាំអ្នកនៅជាន់ក្រោមនៅពេលក្រោយទៅក្រុមហ៊ុនជាមួយអ្នក ចា ម៉ា យកមិញទៅណាខ្ញុំបានធ្វើការថែមម៉ោងនៅក្រុមហ៊ុនកាលពីម្សិលមិញតោះញ៉ាំ តើអ្នកយល់យ៉ាងណាចំពោះ Shen Cheng Bei គាត់គឺជាប្រធានក្រុមហ៊ុន Shen Group យើងមិនមែនមកពីពិភពលោកតែមួយទេមិនហ៊ានបញ្ចេញមឹក ហេ ហេតុអ្វីបានជាអ្នកសួររឿងនេះខ្ញុំគិតថា Shen Bei ល្អណាស់ដូច្នេះខ្ញុំចង់ធ្វើឲ្យគាត់ជាកូនប្រសារ ហេ តើអ្នកមិនមានគ្រុនក្តៅទេហេតុអ្វីបានជាអ្នកនិយាយមិនសមហេតុសមផលខ្ញុំធ្ងន់ធ្ងរបាទសុបិននៅតែត្រូវតែមានចុះបើវាខ្លាចជាការពិតអ្នកមិនជឿនៅពេលម្ដាយរបស់អ្នកនៅក្មេងគាត់ចង់រៀបការជាមួយ Louis Koo អ្នកមិនចង់និយាយថាខ្ញុំជាតាវចង់ស៊ីសាច់ស្វាទេហើយនេះជាអ្វីដែលអ្នកបាននិយាយខ្ញុំមិនបាននិយាយអ្វីទេតើអ្នកចង់បានន័យថាអ្នកម្ដាយរបស់ខ្ញុំតើខ្ញុំមើលទៅដូចជាកង្កែបដោយរបៀបណាតើមានកង្កែបណាដែលស្អាតដូចខ្ញុំទេ ជាការពិតណាស់មិនមែនទេ ខ្ញុំត្រៀមខ្លួនរួចរាល់ហើយចង់ឲ្យអ្នកមកផ្ទះខ្ញុំពេលក្រោយយើងកាន់ដៃគ្នាហើយងាកមកនៅចំពោះមុខម៉ាក់ខ្ញុំជួបគ្នាមើលគាត់ឆ្លើយតប លើកទី1ទៅផ្ទះអ្នកខ្ញុំត្រូវទិញអ្វីមួយជាមុនសិន អ្វីដែលត្រូវទិញ តើមីងចូលចិត្តអ្វី របៀបភ្លាមវាហាក់ដូចជាខ្ញុំកំពុងជំរុញអ្នកឲ្យទៅជួបឪពុកម្ដាយរបស់ខ្ញុំ មិនយូរមិនឆាប់ខ្ញុំត្រូវទៅជួបឪពុកម្ដាយរបស់ខ្ញុំមិនមានអ្វីខុសជាមួយការជួបមុន តើមានអ្វីកើតឡើងបន្ទាប់ពីជួបឪពុកម្ដាយ ការពិភាក្សាអំពីអាពាហ៍ពិពាហ៍ បន្ទាប់មកអ្វី គូស្វាមីភរិយាថ្មីថ្មោង សេងធីងប៉ាត់តើអ្នកចង់ទៅជួបម្ដាយរបស់ខ្ញុំបែបនេះមិនមែនថាខ្ញុំគិតច្រើនពេកទេតាមពិតទៅវាមិនចាំបាច់ខ្លាចពេកទេម្ដាយខ្ញុំជាមនុស្សងាយស្រួលវាល្អដែលត្រូវដឹង នោះនឹងមិនដំណើរការទេចុះបើមីងខ្ញុំមានចំណាប់អារម្មណ៍ដំបូងមិនល្អចំពោះខ្ញុំវិញចុះបើអ្នកមិនយកស្របនឹងយើងវិញវាមិនងាយស្រួលទេក្នុងការឈានដល់ចំណុចនេះកុំមើលស្រាលវា សេងធីងប៉ាប្រហែលជាមិនដឹងទេកន្លែងរបស់គាត់នៅក្នុងបេះដូងម្ដាយខ្ញុំកូនរបស់អ្នកអត់ទេធម្មតាល្អឥតខ្ចោះដល់ចំណុចល្អឥតខ្ចោះអ្នកបានដឹងថាយើងកំពុងណាត់ជួបប្រហែលជាគាត់ពិតជានឹងទៅព្រះវិហារដើម្បីអុជធូប បន្ទាប់ពីថ្ងៃនេះយើងអាចមានភាពយុត្តិធម៌នឹងខាងលើមែនទេ អ្នកមិនគិតថាការដើរលេងគឺគួរឲ្យរំភើបជាងតើការបញ្ចេញមតិរបស់អ្នកគឺជាអ្វីតើខ្ញុំខុសទេ បាទប្រពន្ធខ្ញុំតែងតែត្រឹមត្រូវ Shen Cheng Bei ត្រូវតែមានកលល្បិចបន្ថែមទៀតនៅពេលក្រោយបើមិនដូច្នោះទេវានឹងបំភ័យម្ដាយរបស់ខ្ញុំអ្នកត្រូវតែមានល្បិចកជាងនេះនៅពេលក្រោយបើមិនដូច្នោះទេវានឹងបំភ័យម្ដាយរបស់ខ្ញុំ បាទ យើងត្រូវរក្សាចម្ងាយខ្លះកុំឲ្យចិត្តពេកទុកពេលឲ្យម៉ាក់ខ្ញុំដើម្បីគ្រប់គ្រង ជំរាបសួរអ្នកមីងឈ្មោះរបស់ខ្ញុំគឺ Shen Cheng Bei មិត្តប្រុសរបស់កូនស្រីអ្នក ប្រាប់ខ្ញុំតើមានអ្វីកើតឡើងរវាងអ្នកនិង Shen Cheng Bei ដូចដែលអ្នកអាចឃើញយើងកំពុងមានស្នេហាដូចដែលអ្នកអាចឃើញយើងកំពុងមានស្នេហាអ្នកនិង Shen Cheng Bei អូនតើវាអាចជាលេងយូរទេអីជារៀងរាល់ឆ្នាំខ្ញុំកំពុងប្រាប់អ្នកមិនអាចមើលអ្នកអតីតថាសង្ហាបានទេបើមានលុយសុំបង្ហោះសំបីតែភាពថ្លៃថ្នូរនិងតម្លៃខ្លួនរបស់មនុស្សស្រីក៏បាត់ទៅដែរតើគ្រួសារ Shen អាចទទួលយកគ្រួសារដូចពួកយើងបានដោយរបៀបណាជាកូនប្រសារស្រី
ចុះបើ Shen Ting Bei បោះបង់អ្នកនៅថ្ងៃណាមួយអូខេឈ្មោះអ្នកមិនស្រឡាញ់ខ្លួនឯងបានសាយភីអ្នកត្រូវបានបំផ្លាញនេះជាបញ្ហាកេរ្តិ៍ឈ្មោះរបស់អ្នកមិនអាចមានការបាត់បង់ណាមួយឡើយ ម៉ា អ្នកគិតស្រួលពេកពីខ្ញុំមិនអាចនិយាយធ្ងន់ធ្ងរជាមួយ Shen Ting Bei បានទេអូនោះគឺ Shen Ting Bei ប្រធានក្រុមហ៊ុន Shen Group តើអ្នកបានធ្វើអ្វីខ្លះសូមចូលទៅកាន់ Shen Group ដើម្បីធ្វើការសម្អាតទីបំផុតគាត់ត្រូវបាននាយកប្រតិបត្តិដេញចេញសូមចូលទៅកាន់ Shen Group ដើម្បីធ្វើការសម្អាតទីបំផុតគាត់ត្រូវបាននាយកប្រតិបត្តិដេញចេញ ហេ បាក់វាជាការពិតប៉ុន្តែសូមកុំនិយាយខ្លាំងពេកបំបែកជាមួយគាត់ភ្លាមហេតុអ្វីបានជាអ្នកមិនចូលចិត្ត Shen Ting Bei នោះគឺ Shen Ting Bei ខួរក្បាលរបស់ខ្ញុំមិនពោពេញដោយទឹកទេតើខ្ញុំមិនអាចចូលចិត្តវាដោយរបៀបណាប៉ុន្តែគ្រួសារបែបនោះនឹងយល់ព្រមឲ្យអ្នកចូលដែរឬទេប្រសិនបើអ្នកគ្រាន់តែលេងខ្ញុំមិនយល់ស្របទេយើងបានឈានដល់ដំណាក់កាលនៃការជួបឪពុកម្ដាយ Shen Jie នឹងយល់ព្រម ហ៎ នេះគឺពួកគេជាសាច់ញាតិមែនទេខ្ញុំជាយាយដែលស្ដាប់បេកុមារគឺល្ងងខ្លៅតើខ្ញុំអាចមកមាត់ទ្វារដោយខ្លួនឯងដោយរបៀបណាខ្ញុំនៅតែគិតថាខ្ញុំគួរតែមកទីនេះដោយផ្ទាល់យ៉ាងណាមិញវាជាអាពាហ៍ពិពាហ៍របស់កូនពីរនាក់អាពាហ៍ពិពាហ៍ កូនទាំងពីរនេះដល់ពេលបុរសរៀបការហើយក្មេងស្រីគួររៀបការនៅពេលនាងមានអាយុគ្រប់គ្រាន់វាជារឿងធម្មជាតិដែលមានទំនាក់ទំនងស្នេហាយើងមនុស្សពេញវ័យគ្រាន់តែសង្ឃឹមថាពួកគេអាចផ្អែមល្ហែមសូមរីករាយគ្រួសារ Shen របស់យើងពេញចិត្តខ្លាំងណាស់ជំរាបសួរមីងខ្ញុំឈ្មោះសិនទីងបៃមកលេងលើកដំបូងខ្ញុំបានដឹងថានាងនិយាយថាមីងចូលចិត្តគូគំនូសូមទទួលយកប្រាក់ចំណេញតិចតួចនេះនេះកំពុងធ្វើអ្វីអាហាអង្គុយចុះអូនាងទៅធ្វើតែ អូខ្ញុំនឹងជួយណែន ខ្ញុំមកលើកនេះខ្ញុំចង់ពិភាក្សាអំពីអាពាហ៍ពិពាហ៍របស់ធីងប៉ានិងនាងនេះ មីងនេះជាកម្មសិទ្ធិក្រោមឈ្មោះខ្ញុំសោឡានរបស់ធនាគារក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុនមួយចំនួនផងដែរទាំងអស់ត្រូវបានផ្ទេរទៅជាឈ្មោះរបស់ណែនខ្ញុំសង្ឃឹមថាអ្នកអាចរៀបការជាមួយខ្ញុំណែន រឿងទាំងនេះរកបានដោយការស្ដាប់បេតាមធម្មជាតិគាត់សម្រេចចិត្តតើអ្នកមិនខ្លាចថាខ្ញុំនឹងរត់ចេញជាមួយនឹងការបរិច្ចាគ មិនខ្លាចទេគ្រាន់តែយកខ្ញុំទៅជាមួយអ្នកនៅពេលអ្នករត់នេះគឺជាគំនូរដ៏ស្រស់ស្អាតមួយកូនប្រសាររបស់ខ្ញុំមានរសជាតិឆ្ងាញ់វាល្អណាស់ជាការពិតណាស់វាល្អនេះគឺជាផ្កាឈូករត់របស់ Jay Van តើវាមានតម្លៃ 1000 លានទេនេះគឺជាផ្កាឈូករត់របស់ Jay Van តើវាមានតម្លៃ 1000 លានទេវាគឺជាគំនូរដ៏ល្បីល្បាញមិនមែនជាប្រភេទដែលខ្ញុំគូដោយចៃដន្យទេអ្នកមិនដឹងទេតាក់សងមេឃចូលចិត្តមេឃទោះបីជាវាคล้ายៗក៏ដោយវាពិតជាអស្ចារ្យណាស់ដែលអាចយកតម្រាប់តាមវាយ៉ាងជាក់ស្ដែងវាពិបាកក្នុងការស្វែងរកពាក្យតើវាមកពីណាតើអ្នកគិតថាប្រធានក្រុមហ៊ុន Shen Group ប្រហែលជាកុហកទេព្រះអើយខ្ញុំត្រូវតែមើលឲ្យល្អយ៉ែនជូច្បាស់ជា Zenjo កុំភ្លេចថាខ្ញុំជាអ្នកស្គាល់កម្រិត10
នេះយកវាឡើង បន្ទប់ទទួលភ្ញៀវនេះមិនសមនឹងគាត់ទេឆេន Shaikeng បានទូរស័ព្ទមកខ្ញុំកាលពីម្សិលមិញពិតទេហេតុអ្វីបានជាគាត់ហៅអ្នកគាត់បានសួរខ្ញុំថាតើអ្នកយ៉ាងម៉េចខ្ញុំស្មានថាគាត់ចង់ត្រឡប់មកវិញជាមួយអ្នកខ្ញុំឮថាគ្រួសារគាត់ខ្សែធនមិត្តស្រីថ្មីរបស់គាត់បានរត់ចេញព្រោះនាងមិនពេញចិត្តនឹងគ្មានលុយរីករាយពុកបានម្ដងទៀតហឹមប្រហែលជាគិតពីអតីតកាលវាដល់ពេលដែលអ្នកត្រូវឆ្លងកាត់ការលំបាកជាមួយគាត់ប៉ុន្តែគុំប្រសិនបើគាត់ហៅអ្នកម្ដងទៀតគ្រាន់តែប្រាប់គាត់សម្រាប់ខ្ញុំសូមជូនពួកគាត់នឹង Chen VV ដោយស្មោះនៅជីវិតដ៏រីករាយនឹងស្នេហាជារៀងរហូតមិនដែលបែកគ្នាទេគាត់បានលាក់អត្តសញ្ញាណរបស់គាត់ជាអ្នកមានចំនួនទី2ហើយបានណាត់ជួបអ្នកចិញ្ចឹមគាត់3ឆ្នាំខួរក្បាលស្នេហាទោះបីខ្ញុំបញ្ចុះបញ្ចូលគាត់យ៉ាងណាក៏គាត់មិនស្ដាប់ដែរប្រសិនបើអ្នកមានការយល់ដឹងដែលអ្នកមានឥឡូវនេះខ្ញុំគិតថានាងនឹងបច្ចុប្បន្ន Chen ថែមទាំងមានកូនម្នាក់妮妮， តើខ្ញុំអាចធ្វើអ្វីសម្រាប់អ្នកមិនចាំបាច់ទូរស័ព្ទទៅ join នៅទេអ្នកមិនចាំបាច់ចុះមកជន់ក្រោមដើម្បីរ៉ាំខ្ញុំទេមិនថារវាងអ្នកនិងមិត្តស្រីរបស់អ្នកទេតើមានអ្វីកើតឡើងអ្នកនិងខ្ញុំមិនអាចជំនួសបានសូមមើលខ្ញុំបានបែកបាក់ជាមួយគាត់ខ្ញុំគ្រាន់តែច្រឡំមួយផ្លេតអ្នកអត់ទោសឲ្យខ្ញុំចូលចាប់ផ្ដើមឡើងវិញតើយើងខ្ញុំមិនបានរំពឹងទុកថា3ឆ្នាំមុនខ្ញុំពិតជាលងស្នេហ៍នឹងបុរសដែលមិនអាចទ្រាំទ្របានតើអ្នកហ៊ានប្រាប់ខ្ញុំឲ្យចាប់ផ្ដើមថ្មីដោយរបៀបណា Chen Shaikeng តើអ្នកជាមនុស្សបែបណាតើអ្នកបានគិតដល់ខ្ញុំពេលដែលអ្នកបោកប្រាស់សត្វសាហាវរបស់ខ្ញុំមនុស្សដែលអ្នកបោកប្រាស់នៅពេលអ្នកចង្អុលច្រមុះហើយប្រឈមមុខនឹងខ្ញុំតើអ្នកធ្លាប់ការពារខ្ញុំទេបង្ហាញក្តីស្រឡាញ់ក្នុងរង្វង់មិត្តភក្តិជារៀងរាល់ថ្ងៃនៅពេលដែលយយទិញទំនិញប្រណិតសម្រាប់មិត្តស្រីថ្មីរបស់អ្នកតើអ្នកធ្លាប់ចាត់ទុកខ្ញុំថាជាអ្នកសន្សំលុយដើម្បីផ្គត់ផ្គង់អ្នករយៈពេល3ឆ្នាំទេប្រសិនបើខ្ញុំជាអ្នកទោះបីជាវាមានន័យថាស្លាប់ក៏ដោយខ្ញុំនឹងមិនត្រឡប់មកសុំការផ្សះផ្សាទេដរាបណាអ្នកមានការគោរពខ្លួនឯងតិចតួចវាគ្មានវិធីណាអាចកើតឡើងបានទេដរាបណាអ្នកមានការគោរពខ្លួនឯងតិចតួចវាគ្មានវិធីណាអាចកើតឡើងបានទេ妮妮，ខ្ញុំដឹងថាខ្ញុំសុំទោសអ្នកប៉ុន្តែទំនាក់ទំនងរបស់យើងអស់រយៈពេលជាច្រើនឆ្នាំតើខ្ញុំពិតជាអាចទ្រាំនឹងការលះបង់បានទេខ្ញុំបានបែកបាក់ជាមួយគាត់ពីនេះទៅបងសន្យាថាស្រឡាញ់តែអូនតើយើងអាចរៀបការនៅចុងឆ្នាំបានទេអត់ទោសខ្ញុំរៀបការហើយនេះគឺមិនអាចទៅរួចទេស្ត្រីមិនអាចទៅរួចអ្នកស្រឡាញ់ខ្ញុំខ្លាំងណាស់តើខ្ញុំអាចរៀបការជាមួយបរិបផ្សេងដោយរបៀបណាអ្នកកុហកខ្ញុំដោយចិត្តណាមែនទេទោះបីជាអ្នកនៅជាមួយប្រធានសេនក៏ដោយគាត់មិនអាចរៀបការជាមួយអ្នកបានទេសូម្បីតែខ្ញុំ Chen Yen ក៏មើលងាយផ្ទៃខាងក្រោយរបស់អ្នកដែរមិនមែននិយាយពី Shen ទេតើអ្នកគិតថាអ្នករាល់គ្នាមានការចាប់អារម្មណ៍ដូចអ្នកដែរឬទេអនុញ្ញាតឲ្យទៅតើអ្នកគិតថាអ្នករាល់គ្នាមានការចាប់អារម្មណ៍ដូចអ្នកដែរឬទេអនុញ្ញាតឲ្យទៅមិនអាចទៅរួចខ្ញុំមិនជឿថាអ្នកកំពុងកុហកខ្ញុំទេអ្នកមិនជឿទេមែនទេខ្ញុំនឹងទៅរេកេសជាមួយប្តីរបស់ខ្ញុំឥឡូវនេះចង់មកមើលទេអញ្ចឹងលុះត្រាតែខ្ញុំឃើញវាដោយផ្ទាល់ភ្នែកបើមិនដូច្នោះទេខ្ញុំនឹងមិនជឿទេ Shen Tengbei បានទៅច្រកចូលផ្ទះដើម្បីរងចាំខ្ញុំចង់បង្ហាញអ្នកផ្ទះអូទេនោះមិនមែនជាអ្វីដែលខ្ញុំចង់មានន័យទេល្អឥឡូវនេះអ្នកជឿហើយមែនទេនៅតែកុហកខ្ញុំប្រសិនបើអ្នកមិនជឿសូមបងទៅសន្តាគារល្អទៅម៉ាអៀនពិតជាធ្វើមិនបានអ្នកក៏មិនអាចកុហករាល់ឆ្នាំដែរតើមនុស្សដូចលោកសេនអាចទៅផ្ទះសំណាក់ដោយរបៀបណាមនុស្សចូលនឹងចេញយ៉ាងហោចណាស់វាជាជួបប្រធានាធិបតីនៅក្នុងសន្តាគារលំដាប់កាយ5កុំព្យាយាមបញ្ឆោតខ្ញុំពិតជាចង់នាំអតីតមិត្តប្រុសនិងមិត្តប្រុសបច្ចុប្បន្នទៅឆែកឆេរក្នុងសន្តាគារ妮妮，ខ្ញុំសាយធនប៉ុន្តែខ្ញុំមិនប្រសើរជាងបរិសដែលនាំអ្នកមកសន្តាគារឬយ៉ាងនោះទេលោក Chen Shaikeng ចាប់ពីពេលដែលអ្នកបោកប្រាស់យើងគ្មានឱកាសទៀតទេអ្នកនៅតែខឹងការខឹងមានន័យថាអ្នកនៅតែស្រឡាញ់ខ្ញុំកុំបារម្ភអូនគឺជានារីតែម្នាក់របស់ខ្ញុំចាប់ពីពេលនេះទៅអ្នកមិនចាំបាច់កុហកខ្ញុំអំពីការរៀបការទេកុំមនោសញ្ចេតនាខ្លាំងពេកប្តីខ្ញុំយឺតបន្តិចហេតុអ្វីបានជាអ្នកសង្ស័យកុហកខ្ញុំ
ខ្ញុំចង់ផ្សះផ្សាដោយស្មោះដូចជាអ្វីដែលបានកើតឡើងពីមុនមិនបានកើតឡើងតើយើងនៅដូចមុនទេយើងនៅតែដូចពីមុនតើ Chen Shaiken យ៉ាងម៉េចដែរ ជប់សុបិនថ្ងៃយើងរួចរាល់ហើយ Chen Shaiken វាហាក់ដូចជាមេរៀនដែលគ្រូសា Shen បានបង្រៀនអ្នកមិនគ្រប់គ្រាន់ទេមិនហ៊ានរញ៉េញញ៉ៃខ្លាខ្ញុំ Shen Tengbei លោក Shen Chen Shaiken មនុស្សកំពុងឈរនៅពីមុខអ្នកមិនគិតថាខ្ញុំកំពុងកុហកអ្នកទេឥឡូវនេះខ្ញុំនឹងទៅសន្តាគារជាមួយប្តីរបស់ខ្ញុំពិភាក្សាអំពីជីវិតដោះសល់ចំណេះដឹងថ្មីអ្នកនៅតែមិនចង់តាមយើងនៅជាន់លើតើអ្នក ចូលយើងពិភាក្សាអំពីជីវិតដោះសល់ចំណេះដឹងថ្មីអ្នកស្រីសេនរំលឹកខ្ញុំទេ Chen Shaiken បានដេញតាមខ្ញុំធ្វើឲ្យគាត់ស្លាប់ខ្ញុំគ្មានជំរើសក្រៅពីធ្វើបែបនេះទេ ពិធីសាសនេះគឺល្អសាកល្បងវានៅយប់នេះ 哦。